បដិមាដែលត្រូវដឹកជញ្ជូនត្រូវគ្រប់ក្រណាត់ក្រហមតើអ្នកធ្លាប់ឃើញវានៅតាមផ្លូវទេគេនិយាយថាធ្វើនេះដើម្បីការពារវិញ្ញាណអាក្រក់កុំឲ្យតោងជាប់លើសពីនេះទៀតក្បាលព្រះពុទ្ធនិងដងខ្លួនរបស់ព្រះពុទ្ធត្រូវដឹកដោយឡែកពីគ្នាមិនថារថយន្តដឹកទំនិញប្រើអស់ប៉ុន្មានទេពួកគេត្រូវចេញដំណើរក្នុងពេលតែមួយហើយមកដល់គោលដៅក្នុងពេលតែមួយសូម្បីតែទៅបន្ទប់ទឹកក៏ត្រូវទៅជាមួយគ្នាដែរការទៅតែម្នាក់ឯងម្ដងហើយម្ដងទៀតគឺជាការបំពានលើការហាមឃាត់វាគួរឲ្យខ្លាចបន្តិចក្នុងការនិយាយតិចបំផុតខ្ញុំមានបងប្រុសម្នាក់បើកឡានមិនយូរប៉ុន្មានគាត់បានទទួលការចូលគាល់ព្រះពុទ្ធព្រះសិរសារបស់ព្រះពុទ្ធច្បាស់ជាត្រូវបានគេបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាពប៉ុន្តែពេលត្រឡប់មកវិញទ្រង់បានសុបិនអាក្រក់មានគ្រុនក្តៅខ្លាំងមិនឈប់ហើយរាងកាយរបស់ទ្រង់មើលទៅមិនល្អតតែសោះពេលបញ្ជូនទៅដល់មន្ទីរពេទ្យចិត្តរបស់គាត់ក្តៅខ្លួនរហូតដល់សន្លប់ដៃរបស់គាត់ក្តៅខ្លាំងណាស់គួរឲ្យខ្លាចគាត់នៅតែកាន់ដៃខ្ញុំយ៉ាងណែនមិនព្រមលែងមាត់របស់គាត់នៅតែអ៊ូតមថាដោយលោកយ៉ងក្បាលព្រះពុទ្ធត្រូវបាននរណាម្នាក់លួចក្បាលព្រះពុទ្ធបាត់ទៅហើយនៅជាប់នឹងប្រពន្ធនិងម្ដាយរបស់ជីខុងទាំងពីរនាក់កំពុងយំប៉ុន្តែទោះបីជាយើងនិយាយយ៉ាងណាក៏ដោយជីខុងនៅតែទទូចថាក្បាលព្រះពុទ្ធបានបាត់ក្រឡេកមើលមនុស្សដែលមានសុខភាពល្អមួយរំពេចបេះដូងខ្ញុំឈឺដូចឋាននរកខ្ញុំងាកទៅនិយាយជាមួយចៅហ្វាយគាត់ដែលឈរក្បែរខ្ញុំតើក្បាលព្រះពុទ្ធនៅណៃលើនេះអនុញ្ញាតឲ្យខ្ញុំដឹកជញ្ជូនការធ្វើដំណើរនេះចៅហ្វាយរបស់ជីខុងក៏ជាមិត្តជិតស្និទ្ធរបស់ខ្ញុំដែរលើថាខ្ញុំយល់ព្រមទទួលយកការធ្វើដំណើរប្រចាំថ្ងៃគាត់ដកដង្ហើមធំលោកយើងល្អណាស់ដែលអ្នកសុខចិត្តទៅខ្ញុំចេញថ្លៃសាំងសម្រាប់ការធ្វើដំណើរនេះហើយប្រាក់ឈ្នួលជារបស់អ្នកទាំងអស់នៅពេលដែលប្រពន្ធរបស់ជីខុងរដូច្នោះនាងបានទាញខ្ញុំចូលទៅក្នុងសាមន្ទីរពេទ្យហើយខ្សឹបប្រាប់ខ្ញុំនៅត្រចៀករបស់នាងថាដោយលោកយើងជំងឺរបស់ជីខុងគឺចម្លែកណាស់លុះចេញដំណើរទៅទើបដឹងច្បាស់ថារថយន្តដឹកព្រះសិរសានិងរថយន្តដឹកព្រះពុទ្ធបានធ្វើដំណើរជាមួយគ្នាជាហេតុនាំឲ្យលោកជាអ្នកដឹកទំនិញតែប៉ុណ្ណោះបេះដូងរបស់ខ្ញុំបានលិចនិយាយតាមឡូជីខលពេលវេលាបើកបររបស់ទាគឿងមិនខ្លីជាងខ្ញុំទេហេតុអ្វីគាត់មិនដឹងច្បាប់ដឹកជញ្ជូនព្រះពុទ្ធបដិមាព្រះពុទ្ធរូបដាច់ដោយឡែកប្រភេទនេះមិនថាមានឡានដឹកទំនិញប៉ុន្មានទេត្រូវតែចេញដំណើរក្នុងពេលតែមួយហើយមកដល់ក្នុងពេលដំណើរគ្នាពេលវេលាត្រូវបានកញ្ញាជាមុនបើទោះជាអ្នកបើកបរចូលបន្ទប់ទឹកកណ្ដាលផ្លូវក៏ត្រូវទៅជាមួយគ្នាដែរវាជាបំរាមសម្រាប់យានជំនិះមួយដើម្បីបើកបរយានជំនិះផ្សេងទៀតមុននឹងឡៃខេនខកចៅហ្វាយរបស់ជីខុងបានទូរស័ព្ទមកប្រាប់ថាមានតែក្បាលព្រះពុទ្ធត្រូវបានបញ្ជូនមកប៉ុន្តែព្រះសពរបស់ព្រះពុទ្ធមិនទាន់មកដល់នៅឡើយទេខ្ញុំបានឃើញវាចម្លែកខ្ញុំគិតថាវាជាសំណើពិសេសពីប្រាសាទនោះប្រពន្ធរបស់ជីខុងជូតទឹកភ្នែកហើយប្រាប់ខ្ញុំថាយប់ជីខុងត្រឡប់មកវិញមានអ្វីមួយខុសប្រក្រតីខ្ញុំសួរគាត់ថាខុសអីលោកបាននិយាយថានៅតាមផ្លូវត្រូវរថយន្តបុកចំមុខរថយន្តមានស្នាមរបួសតែមិនមានអ្វីធ្ងន់ធ្ងរទេខ្ញុំបានប្រាប់គាត់ឲ្យទៅសម្រាកឲ្យបានលឿនមាត់គាត់ចេះតែនិយាយខ្លាំងគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរយៈពេល2ថ្ងៃហើយប៉ុន្តែនៅតែរកមិនឃើញមូលហេតុខ្ញុំស្មានថាគ្មានអ្នកណាហ៊ានទទួលយកការដឹកជញ្ជូនព្រះសពរបស់ព្រះពុទ្ធទៀតទេខ្ញុំប្រញាប់លួងនាងកុំប្រញាប់ធ្វើត្បិតតែការដឹកជញ្ជូនព្រះពុទ្ធបដិមាមានច្បាប់ច្រើនក៏ចាត់ទុកថាជាការងារនាំមកនៅពរជ័យដែរភរិយារបស់ជីខុងស្ដាប់ហើយមកក្បាលភ្នែករបស់នាងក៏ប្រែជាក្រហមខ្ញុំបានចេញពីច្រកទ្វារមន្ទីរពេទ្យជាមួយលីគៀនខ្វក់ទៅក្រុមហ៊ុនដឹកជញ្ជូនរបស់គាត់នៅតាមផ្លូវគាត់បានសារភាពគ្រប់យ៉ាងមកខ្ញុំលើកនេះអ្នកដែលអមជាមួយទាគឿងដឹកព្រះពុទ្ធបដិមាតែជាសាច់ញាតិនៅស្រុកកំណើតខ្ញុំឈ្មោះឡាមធានក្មេងនេះទើបតែរៀនជំនួញបានកន្លះឆ្នាំហើយគាត់ចង់ចេញទៅក្រៅរកលុយជារៀងរាល់ថ្ងៃខ្ញុំឃើញថាការធ្វើដំណើរនេះមានចម្ងាយខ្លីគណៈកម្មការខ្ពស់និងមានពេជ្រតូចមួយដំណើរខ្ញុំទៅដឹកនាំដូច្នេះខ្ញុំមិនបានគិតច្រើនទេទើបខ្ញុំឲ្យគាត់តាមដោយនឹកស្មានមិនដល់គាត់បានដល់ពាក់កណ្ដាលផ្លូវស្រាប់តែគាត់បើកពងទាលុយថែមទៀតពេលនោះខ្ញុំបានផឹកស្រាបន្តិចហើយមានចិត្តអាក្រក់ទើបខ្ញុំជេរគាត់តាមទូរស័ព្ទក្មេងនោះពិតជាបែរមកយកព្រះពុទ្ធបដិមាមកវិញពេលដឹកព្រះពុទ្ធវត្ថុដែលហាម5បំផុតគឺទៅវិញតាមផ្លូវចាស់រថយន្តដឹកទំនិញចូលក្រុងត្រូវតែទេមិនថាដឹកសពព្រះពុទ្ធទៅវិញទេពេលឡៃខៃនខកនឹកឃើញរឿងទាំងនេះគាត់ភ័យខ្លាចជាខ្លាំងក៏បានផឹកស្រាភ្លាមឡានរបស់ជីខុងក៏បានទៅឆ្ងាយដែរក្រឡេកមើលកញ្ចក់មើលក្រោយឃើញថារថយន្តដែលនៅពីក្រោយមិនអាចតាមទាន់លុះដឹងថាជាអំពើល្អដែលលោកឡាមធានប្រាប់ឲ្យបើកឡានទៅផ្ទះគឺយឺតពេកទើបគាត់ត្រូវបង្ខំចិត្តដឹកព្រះពុទ្ធរូបទៅកាន់គោលដៅជាមុនសិនខ្ញុំមិនដឹងថាមានអ្វីមួយកើតឡើងនៅតាមផ្លូវទេជីខុងតែងតែជាអ្នកបើកបរដែលមានស្ថិរភាពបំផុតប៉ុន្តែគាត់បានកោសឡានក្រោយមកដល់ក្រុមហ៊ុនរបស់ឡៃខៃនខកភ្លាមចូលដល់ទ្វារក្រុមហ៊ុនខ្ញុំឃើញមនុស្សជាច្រើនអ្នកឡាមហ្វែនឈប់រញ៉េញ៉ៃទៀតទៅអ្នកមិនអាចដោះស្រាយបញ្ហានេះបានទេចាំលោកលីត្រឡប់មកវិញមុននឹងបន្តអាកប្បកិរិយារបស់ឡាមហ្វែននៅតែក្រអឺតក្រទុំមែនទេអ្វីដែលមិនអាចធ្វើបានពេលឡៃខៃនខកឃើញអរិយាបថរបស់គាត់កំហឹងក៏ផ្ទុះឡើងភ្លាមហើយគាត់ក៏ស្ទុះទៅមុខហើយក្រហមឡាំធានខ្ញុំធ្វើចិត្តអ្នកខ្លាំងពេកឬខ្ញុំមិនបានប្រាប់អ្នកឲ្យទៅផ្ទះទេតើអ្នកណាអនុញ្ញាតឲ្យអ្នកមកទីនេះហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំមក
ខ្ញុំមិនបានបាត់បង់ឡានរបស់ខ្ញុំទេតើវាមិនអីទេប្រសិនបើខ្ញុំធ្វើការដឹកជញ្ជូនផ្សេងទៀតម្យ៉ាងទៀតម្ដាយខ្ញុំប្រាប់ខ្ញុំមកផ្ទះគាត់នឹងទូរស័ព្ទទៅអ្នកពេលក្រោយនៅពេលដែលឡៃខេនខកឬដូច្នេះការបញ្ចេញមិត្តរបស់គាត់កាន់តែធ្ងន់ធ្ងរមានបុគ្គលិកចាស់ពីរបីនាក់នៅក្នុងក្រុមហ៊ុនដែលបានស្គាល់ខ្ញុំហើយយកកៅអីមកខ្ញុំយ៉ាងលឿនខ្ញុំបានគ្រវីដៃហើយនិយាយថាដឹកនាំខ្ញុំទៅមើលរថយន្តជាមុនសិនកពូលីសស្រឡាំងកាំងមួយសន្ទុះខ្ញុំបានប្រតិកម្មភ្លាមលោកយាងតើអ្នកមានគម្រោងទៅដំណើរនេះទេនោះជាការល្អនៅពេលនោះមនុស្សមានបាបរបស់ខ្ញុំព្រួយបារម្ភថាគ្មាននរណាម្នាក់ហ៊ានសារភាពទេលោកលីវចាស់បាននាំខ្ញុំទៅចំការក្រោយក្រុមហ៊ុនឡៃខេនខកក៏ដើរតាមឆាមហ្វៃនិងចៅហ្វៃនីតាមពីក្រោយខ្ញុំនៅតែអាចឮឡាមហ្វៃខ្សឹបថាតើនេះជាអ្នកណាហេតុអ្វីបានជាគាត់ទៅបានប៉ុន្តែខ្ញុំមិនអាចគាត់គឺថែនយ៉េងដឹងអត់ប្រជាជនបានធ្វើការងារនេះជាង10ឆ្នាំមកហើយពីមុនពួកគេមានជំនាញខាងបើករថយន្តដើម្បីសម្លាប់មនុស្សហើយមិនមានអ្វីគួរឲ្យព្រឺព្រួចនោះទេខ្ញុំគិតថាគាត់ចេះធ្វើពុតបានល្អតើមានរឿងគួរឲ្យព្រឺព្រួចបែបណាមិនមែនគ្រាន់តែលុយទេដែលអ្នកមកទីនេះមាត់ខកបានងាកក្បាលហើយសម្លឹងមើលឡាមហ្វៃគាត់បិទមាត់ខ្ញុំពេលចូលទៅក្នុងទីធ្លាក្រោយផ្ទះអ្វីដែលតាក់ភ្នែកខ្ញុំគឺឡានដឹកដីប្រែជាព្រះពុទ្ធបដិមាចែកជាពីរផ្នែកគឺផ្នែកខាងលើនិងផ្នែកខាងក្រោមទាំងរុំយ៉ាងតឹងដោយក្រណាត់ក្រហមហើយដាក់នៅលើទេខាងក្រៅរថយន្តក៏មានការតុបតែងលម្អពណ៌ក្រហមជាច្រើនផងដែរជាក់ស្ដែងរថយន្តត្រូវបានលាងភ្លាមនោះឡៃខេនខកបាននិយាយមកកាន់ខ្ញុំថាកបងប្រុសយាងតើអ្នកឃើញអ្វីដែលបាត់ទេប្រសិនបើវាបាត់ខ្ញុំនឹងទៅបន្ថែមវាភ្លាមតោះធ្វើដូចដែលបានពិភាក្សាពីមុនមកទុកលុយសាំងឲ្យខ្ញុំប្រាក់ឈ្នួលដែលនៅសល់ទាំងអស់គឺជារបស់អ្នកពេលដែលឡាំហ្វៃនបានឮដូច្នេះគាត់ក៏ភ្ញាក់ផ្អើលភ្លាមខ្ញុំមកជួយសង្គ្រោះឡានផ្អែកលើអ្វីនេះជាឡានរបស់ខ្ញុំតើវាស្ថិតនៅលើមូលដ្ឋានអ្វីអ្នកចេញពីទីនេះឡាននេះជារបស់ខ្ញុំតើវាខ្លាចជារបស់អ្នកតាំងពីពេលណាដោយឃើញថាខ្ញុំរៀបនឹងធ្វើដំណើរខ្ញុំក៏លូកដៃទៅកាន់ឡាំហ្វៃនហើយសួរគាត់ថាអ្នកបានទទួលយកការធ្វើដំណើរមុនហើយហេតុអ្វីបានជាស្រាប់តែអ្នកសុំលុយបន្ថែមពេលអ្នកនៅជាសះស្បើយអ្នកមិនពេញចិត្តនឹងគណៈកម្មការទេហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំមុនពេលអ្នកចាក់ចេញពីមុនខ្ញុំអត់ដឹងអីទេសុទ្ធតែជាសាច់ញាតិម្ដាយខ្ញុំថែមទាំងសុំឲ្យអ្នកមើលថែខ្ញុំជាលទ្ធផលប្រាក់កម្រៃដែលអ្នកផ្ដល់ឲ្យអ្នកផ្សេងច្រើនដងច្រើនជាងខ្ញុំច្បាស់ណាស់ចង់ឲ្យខ្ញុំធ្វើវាដោយឥតគិតថ្លៃតើនេះមិនមែនជាការបៀតបៀនអ្នកដទៃទេឡៃខេនខកខឹងខ្លាំងឡើងមុខក្រហមហើយជេរខ្លាំងថាឯងនិយាយមិនសមហេតុផលឯងបានត្រឹមតែជាកូនជាងកន្លះឆ្នាំប៉ុណ្ណោះមិនល្មមឲ្យខ្ញុំព្យាបាលឯងបានទេការកែច្នៃឡើងវិញតែងតែជាយានជំនិះតែមួយតើអ្នកណាប្រាប់អ្នកថាកម្រៃជើងសារទាបជាងអ្នកដទៃតើពេលពួកគេនៅស្ថានីយ៍ប្រៃឬមានគេប្រាប់ខ្ញុំថាខ្ញុំបានឬគេនិយាយក្នុងបន្ទប់ទឹកថាមានតែកម្រៃជើងសាររបស់ខ្ញុំទាបបំផុតដោយនិយាយថាខ្ញុំធ្វើការឲ្យអ្នកផ្សេងដោយមិនគិតថ្លៃបើជាគាត់នឹងឈប់ពីយូរហើយពេលដែលពាក្យទាំងនេះចេញមកអ្នកដែលមានវត្តមានភ្ញាក់ផ្អើលជាខ្លាំងចាស់លូស្ទាក់ស្ទើយូមុននឹងនិយាយថាអ្នកល្ងងមានមនុស្សទាំងអស់នៅស្ថានីយ៍សម្រាប់ព្រៃនៅខាងជើងនិងខាងត្បូងតើអ្នកដឹងអំពីគណៈកម្មការក្រុមហ៊ុនយើងដោយរបៀបណាសូម្បីតែមនុស្សក្នុងឧស្សាហកម្មនេះក៏មិនអាចដឹងច្បាស់ថាអ្នកណានិយាយដែរឃើញមុខទេខ្ញុំអត់ឃើញទេគ្រាន់តែខ្ញុំចូលបន្ទប់ទឹកម្នាក់នោះនៅបន្ទប់ក្បែរខ្ញុំម្នាក់នោះនិយាយមកខ្ញុំច្បាស់ណាស់ពេលចាស់លីវបានឬភ្លាមមុខរបស់គាត់ប្រែជាស្លេកហើយគាត់មិនហ៊ានសួរសំណួរទៀតទេឬដូច្នោះលីគៀនកុកស្ទាក់ស្ទើងាកក្បាលមកមើលខ្ញុំហើយនិយាយដោយអន្ទះសារថាគឺលោកជាងឲ្យខ្ញុំតាក់ទងទៅប្រាសាទដើម្បីមើលថាតើយើងអាចពន្យាពេលវា2ថ្ងៃបានទេខ្ញុំងាកក្បាលថាខ្ញុំនឹងទៅផ្ទះទៅងូតទឹកពេលក្រោយរួចចេញទៅយប់នេះជីខងនៅតែនៅមន្ទីរពេទ្យរងចាំព្រះពុទ្ធអង្គនោះគឺដូច្នោះលីគៀនកុកកាន់តែស្ទាក់ស្ទើអញ្ចឹងតើអ្នកមិននៅតាមផ្លូវពេញមួយយប់ទេខ្ញុំក្រឡេកមើលរូបព្រះពុទ្ធដែលរុំដោយក្រណាត់ក្រហមនៅលើឡានពេលធ្វើដំណើរពេលយប់អ្នកគ្រាន់តែព្យួរគោមពណ៌លឿងពីរប៉ុណ្ណោះការលះបង់ជីវិតមនុស្សឡើងវិញគឺជារឿងសំខាន់បំផុតព្រះពុទ្ធនឹងប្រទានពរដល់ខ្ញុំជាចុងក្រោយខ្ញុំបានសុំឡៃខេនខករៀបចំធូបព្រះពុទ្ធមួយបាច់និងអង្គ7ពណ៌ធំមួយសម្រាប់ខ្ញុំរបស់ទាំងនេះមិនសូវមានគេប្រើទេប៉ុន្តែកាលពីមុនពេលខ្ញុំដឹកព្រះពុទ្ធបដិមាប្រពន្ធខ្ញុំតែងតែបង្ខំខ្ញុំឲ្យយកតាមឡៃខេនខករៀបចំឲ្យលោកលីវទៅជាមួយខ្ញុំអ្វីត្បិតតែលោកយាយលីវមានការភ័យខ្លាចក៏ដោយក៏គាត់មិនបដិសេធក្នុងការរួមដំណើរជាមួយខ្ញុំក្នុងការដឹកជញ្ជូនព្រះពុទ្ធរូបដែរខ្ញុំក្រឡេកមើលទៅឡាំហ្វែនដែលនៅតែច្របូកច្របល់សម្រាប់ចិត្តយកគាត់ទៅជាមួយក្រោយមកគាត់ជាអ្នកទាញរូបព្រះពុទ្ធមកវិញម៉ោង7យប់យើងទាំង3បានចេញដំណើរជាមួយគ្នាគោមពណ៌លឿងពីរដែលព្យួរនៅក្រោមកញ្ចក់មើលក្រោយនៅផ្នែកខាងឆ្វេងនិងស្ដាំនៃឡាននោះមើលទៅដូចជារុយពីរដែលភ្លឺពីចម្ងាយចាស់លូទទួលបន្ទុកបើកឡានកន្លះយប់ខ្ញុំសម្រាកនៅកៅអីក្រោយឡាំធានអង្គុយលើកៅអីអ្នកដំណើរប្រហែលជាគិតថាខ្ញុំដេកលក់ឡាំហ្វែនបន្ទាបសម្លេងភ្លាមហើយនិយាយថាតើឯងពិតជាបានឲ្យលុយទាំងអស់របស់អ្នកទៅបរោះនោះមែនទេដូច្នេះតើយើងកំពុងដំណើរការនេះដោយឥតប្រយោជន៍ទេលោកលឺចាស់និយាយទាំងអស់សង្ឃឹមថាតើថៅកែជំពាក់លុយយើងទាំងពីរនេះទេប្រសិនបើលោកយាងទទួលយកពាក្យសុំនេះអ្នកគួរតែអរគុណដល់ស្ថានសួគ៌និងផែនដីបើមិនដូច្នេះទេយើងមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេតើគាត់ទើបតែមានចំនួនប៉ុន្មានដងទេតើមានអ្វីគួរឲ្យភ័យខ្លាចទេ
ការប៉ះទង្គិចគ្នាមិនមែនមានន័យថារថយន្តធំត្រូវបើកផ្លូវថ្មីទេអ្នកដែលមានបទពិសោធន៍តិចតួចមិនអាចធ្វើបានខ្ញុំបានទៅសាកសួរគាត់ត្រូវមនុស្សចាប់រហូតដល់បាត់ក្រុមហ៊ុនលោកលីវចាស់បានមើលកញ្ចក់មើលក្រោយហើយសម្លឹងមើលគាត់ដោយត្រជាក់ដូច្នេះតើអ្នកដឹងទេថាអ្នកដែលដាក់អន្ទាក់គាត់យ៉ាងម៉េចដែរតើធ្វើដូចម្តេចដើម្បីច្របាច់លើកទី1ខ្ញុំទៅជិតមនុស្សឈួតនៅលើផ្លូវទាំងមនុស្សនិងរថយន្តបានប្រឡាប់ចូលទៅក្នុងជ្រោះគេថាពេលរកឃើញខ្លួនលោកលូអាចនិយាយបានតែពាក់កណ្ដាលប្រយោគប៉ុណ្ណោះមុខរបស់ឡែមហ្វែនប្រែទៅជាស្លេកដោយការភ័យខ្លាចហើយរាងកាយរបស់គាត់ញ័រដោយអចេតនាផ្លូវនោះត្រូវបានត្រួសត្រាយដោយយាងខាដូច្នេះកូនប្រុសគាត់កំពុងសង្គ្រោះជីវិតអ្នកគាត់ក៏កំពុងជួយសង្គ្រោះជីវិតរបស់ធីខំដែររថយន្តបានធ្លាក់ចូលទៅក្នុងកន្លែងស្លាប់ភ្លាមឡាមធានបើកមាត់ជាយូរមកហើយប៉ុន្តែมันអាចនិយាយបានមួយម៉ាត់ទីបំផុតគាត់ខឹងក៏បែកក្បាលចេញតាមបង្អួចលូកដៃទាំងអួរដើរមកថាបងយាងគុំយកបេះដូងមកក្មេងនេះត្រូវតុលាការវាយកំទេចចោលខ្ញុំមិនដឹងពីរបៀបជ្រើសរើសពាក្យរបស់ខ្ញុំទេមិនអីទេយុវជនមានការសាទរខ្លាំងពេកអនុញ្ញាតឲ្យពួកគេទទួលបានបទពិសោធន៍ជីវិតបន្ថែមទៀតមាត់ខ្ញុំនិយាយថាមិនអីទេប៉ុន្តែក្នុងចិត្តខ្ញុំគិតអំពីការស្លាប់របស់ខូហ្វេងបងប្រុសដែលធ្លាប់ស្លៀកខោដូចគ្នាជាមួយខ្ញុំហើយដោះទ្រង់ទៅងូតទឹកភ្លៀងធំឡើងក៏ជាអ្នកដែលក្រោយមកបានសហការគ្នាជាមួយខ្ញុំហើយធ្វើបាបខ្ញុំយ៉ាងវេទនាលើកទី1ខូថាញ់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបានស្លាប់នៅលើផ្លូវនោះជាទីបំផុតរបស់ខ្ញុំដើម្បីត្រួសត្រាយតាំងពីពេលនោះមកខ្ញុំមិនដែលស្រមៃឃើញគាត់ទៀតទេប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីទេយប់នេះខ្ញុំស្រាប់តែមានអារម្មណ៍ថាមានអ្វីខុសពីក្រោយខ្ញុំវាហាក់ដូចជាមាននរណាម្នាក់កំពុងតាមខ្ញុំស្រាប់តែងាកមកមើលខាងក្រៅផ្លូវ highway បុរសម្នាក់ដែលមានមុខពាក់កណ្ដាលរបស់គាត់ងើយភ្នែកសម្លឹងមកខ្ញុំថានយ៉ាងខ្ញុំនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងទេខូហ្វេងបានលើកជើងមួយបំណងឆ្លងកាត់ផ្លូវជាតិប៉ុន្តែត្រូវបានកម្លាំងមើលមិនឃើញឈប់មិនថាគាត់ធ្វើអ្វីក៏គាត់មិនអាចឡើងលើផ្លូវដែកបានដែរអ្នកមិនអាចធ្វើវាបានទេមែនទេខ្ញុំបានស្ទាបចង្កេះរបស់ខ្ញុំហើយខ្យល់ត្រជាក់បក់មកលើខ្ញុំភ្ញាក់ឡើងដោយចាប់ដើមមាត់របស់ខ្ញុំហៀរចេញញើសប៉ុន្តែដៃរបស់ខ្ញុំនៅតែកាន់ដំបងវិញ្ញាណដែលចងជាប់នឹងចង្កេះរបស់ខ្ញុំរំពាត់នេះត្រូវបានផ្ដល់ឲ្យខ្ញុំដោយព្រះសង្ឃ Taoist ឈួតកាលពីខ្ញុំនៅក្មេងនៅពេលខ្ញុំមានអាយុ12ឆ្នាំខ្ញុំបានជួយសង្គ្រោះគាត់ពីប្រឡាយអ្នកជាទម្រង់នៃអសុរាប៉ុន្តែដោយចិត្តពោធិសត្វជីវិតរបស់អ្នកទាំងមូលត្រូវបានវាសនាទទួលទានចានយិននិងអង្ករពេលនោះខ្ញុំមិនខ្វល់ទេនៅអាយុ18ឆ្នាំខ្ញុំបានចេញឡានដឹកដីផ្លូវឆ្ងាយហើយជាលទ្ធផលខ្ញុំបានបញ្ចប់ដូចដែលគាត់បានទាយអ្នកបើកបរបានបុកជាមួយរំពាត់ដើម្បីបណ្ដេញវិញ្ញាណអាក្រក់អាយុ30ឆ្នាំទៅហើយខ្ញុំនៅតែត្រូវពឹងលើចានបាយយិននិងយ៉ាងដើម្បីសងបំណុលប៉ុន្តែបើនិយាយហើយយើងត្រូវនិយាយម្ដងទៀតការដែលខ្ញុំយល់សប្តិឃើញខូហ្វេងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិចគាត់បានស្លាប់ជិតកន្លះឆ្នាំហើយខណៈដែលខ្ញុំស្រឡាំងកាំងស្រាប់តែលីចំណាស់ដែលនៅក្បែរខ្ញុំមើលមកខ្ញុំដោយទឹកមុខតានតឹងហើយនិយាយថាបងយាងភ្ញាក់ហើយឬមិនអីទេមុននឹងខ្ញុំឆ្លើយលោកលឺញ័រហើយចង្អុលទៅបង្អួចលោកយាងមើលឲ្យលឿនហេតុអ្វីបានជាមនុស្សច្រើនបិទឡានយប់នេះពេលលោកលឺនិយាយដូច្នេះខ្ញុំក៏យកក្បាលទៅប៉ះបង្អួចភ្លាមហើយមើលទៅក្រៅនៅលើផ្លូវងឹតរាល់រាប់សិបម៉ែត្រមានស្រមោលងឹតឈរនៅទីនោះពួកគេមិនបានបិទរថយន្តឬរថយន្តដឹកអ្នកដំណើរទេពួកគេបានរារាំងតែរថយន្តរបស់យើងប៉ុណ្ណោះពេលឡានចូលមកជិតគេលើកដៃយឺតគុំយកចិត្តទុកដាក់នឹងគេគុំឈប់បើកឡានឲ្យជាប់រហូតដល់ឈប់អូតលឺចាប់ដៃចង្កូតដោយដៃទាំងពីរញើសត្រជាក់ដែលមានទំហំប៉ុនគ្រាប់សណ្ដែកដែលហូរចេញពេញថ្ងាសរបស់គាត់ឆ្លើយខ្ញុំដោយសំឡេងស្អកថាបាទខ្ញុំដឹងនៅពេលនេះឡាំហ្វែនដែលកំពុងអង្គុយលើកៅអីរីកក៏ភ្ញាក់ឡើងគាត់មើលទៅក្រៅបង្អួចដោយមិនដឹងខ្លួនហើយក៏ស្រែកឡើងយ៉ាងរន្ធត់ព្រះឲ្យហេតុអ្វីមានមនុស្សច្រើនម្ល៉េះចេញក្រៅកណ្ដាលយប់ដើម្បីសម្ដែងសិល្បៈថ្មីនេះមានកន្លែងផ្លែឈើល្បីមួយណាដែរទាំងខ្ញុំនិងលោកលឺមិនបានយកចិត្តទុកដាក់អ្វីទាំងអស់ប៉ុន្តែឡាំហ្វែននៅតែសម្លឹងមើលទៅភ្នែករបស់គាត់ស្រាប់តែស្រពោនដៃរបស់គាត់មិនដឹងខ្លួនឈោងទៅរកចំណុចទីងទ្វាររថយន្តវេទមុននៅជាប់ចង្កេះខ្ញុំញ័រភ្លាមឃើញថាឡាំធានបានទីងទ្វារឡានបើកបែកខ្ញុំស្រែកខ្លាំងហើយប្រញាប់រត់ចេញពីកៅអីក្រោយខ្ញុំបានរុញឡាំហ្វែនមកវិញទ្វាររថយន្តត្រូវបានបិទជាថ្មីម្ដងទៀតលោកលឺវ័យចំណាស់មានការភ្ញាក់ផ្អើលចំពោះស្ថានភាពមួយរំពេចនេះហើយបានបុកចង្កូតយ៉ាងខ្លាំងភ្លាមនោះរថយន្តកុងតឺន័របានបត់ទៅម្ខាងដោយកាន់ចង្កូតយ៉ាងរឹងមាំនៅនឹងកន្លែងចង់ទៅធ្វើមិត្តនឹងគេទេឡាំហ្វែនត្រូវបានខ្ញុំទាញទៅកៅអីខាងក្រោយហើយនៅពេលនេះវាហាក់ដូចជាគាត់បានក្លាយទៅជាមនុស្សផ្សេងគាត់រឹងហើយគាត់ងាកមកវិញភ្នែកគាត់មើលមកខ្ញុំអនុញ្ញាតឲ្យពួកគេចូលទៅក្នុងឡានឡាំហ្វែនស្រែកឡើងរួចក៏លូកដៃទៅច្របាច់ក៏ខ្ញុំកាន់គាត់ដោយដៃម្ខាងហើយដៃម្ខាងទៀតទាញប្រលឹងទេពអប្សរចេញភ្ញាក់ឡើងសម្រាប់ខ្ញុំវាយដៃគាត់រាងកាយទាំងមូលរបស់ឡាំហ្វែនមានអារម្មណ៍ថាត្រូវចរន្តអគ្គិសនីគាត់ដកដៃចេញយ៉ាងលឿនគាត់ហាក់ដូចជាដឹងខ្លួនឡើងវិញហើយកាន់ដៃក្រហមហាមរបស់គាត់ភ័យខ្លាចយ៉ាងខ្លាំងធ្វើឲ្យរាងកាយទាំងមូលរបស់គាត់ញ័របន្ទាប់មកខ្ញុំអង្គុយនៅកៅអីអ្នកបើកយន្តហោះ
ខ្ញុំបានរកឃើញថាកញ្ចក់រថយន្តត្រូវបានគ្របដណ្ដប់នៅពេលខ្លះដោយសារតែស្រទាប់ពណ៌ប្រភេទ Vister តែមិនអាចមើលផ្លូវបានច្បាស់ទៀតទេខ្ញុំបានកាន់ព្រលឹងទេពអប្សរយ៉ាងតឹងខ្ញុំតម្រង់ទៅកញ្ចក់បង្អួចហើយគូសពីរដងចេមយករកចេញពីទីនេះវាជាការចម្លែកដែលខ្ញុំបានគូសពីរដងអាពណ៌ប្រភេទនៅខាងក្រៅបង្អួចពិតជារលាយបាត់រថយន្តបានបើកកាត់ស្រមោលងឹតម្ដងទៀតខ្ញុំបានឃើញនៅក្នុងកញ្ចក់មើលក្រោយតួអង្គនោះបែរក្បាលយ៉ាងរឹងប៉ឹងសម្លឹងមើលទិសដៅដែលរថយន្តរបស់យើងកំពុងធ្វើដំណើរទៅឆ្ងាយលោកយាងជូតញើសរបស់គាត់ពេលនោះខ្ញុំទើបដឹងថាអោរបស់ខ្ញុំសើមខ្ញុំបានបើកវិទ្យុដើម្បីស្វែងរកកម្មវិធីស្ដាប់ស្រាប់តែមានកម្មវិធីនិទានរឿងមួយនិយាយអំពីដំណើរឆ្ពោះទៅទិសខាងលិចសំឡេងម្ចាស់ផ្ទះគឺចម្លែកបន្តិចដូចជាមាននរណាម្នាក់កំពុងច្របាច់គាត់សំឡេងរបស់គាត់គឺស្គមនិងស្ដាប់បានរឿងថាស៊ុនអូខុងត្រូវបានគេកំទេចក្រោមភ្នំថ្មម៉ាប់អស់500ឆ្នាំថ្ងៃមួយសំឡេងលោកយាងតាមវិទ្យុពិបាកស្ដាប់ម្លេះបើមានអ្វីពិបាកស្ដាប់កុំបាត់បង់ការផ្ដោតអារម្មណ៍ការស្ដាប់រឿងនឹងជួយឲ្យអ្នកមានអារម្មណ៍ក្លាហានជាងមុនពេលនោះលោកលូស្រាប់តែស្រែកឆោឡោឡើងតួរថយន្តស្រាប់តែញ័រដូចហោះទៅលើអ្វីមួយលោកលឺចាស់ភ័យខ្លាចខ្លាំងណាស់ដែលមុខរបស់គាត់ប្រែជាស្លេកស្រែកដាក់ខ្ញុំលោកយាងខ្ញុំគិតថាខ្ញុំបុកនរណាម្នាក់ទេពេលចាស់លូស្រែកឡើងសន្លប់ក៏ព្យាយាមជន់រវាងឈប់រថយន្តកណ្ដាលផ្លូវបែបនេះឯងឈ្គូទេបើចង់កុំអូសយើងទៅភ្លាមនោះពីក្រោយមកក៏យឺសូសំឡេងស៊ីផ្លេរថយន្តនិងសំឡេងហ្វ្រាំងភ្លាមរថយន្តស៊ើបមួយបានឆ្លងកាត់ក្បែរយើងអ្នកបើកបរបានគៀបក្បាលចេញហើយស្រែកខ្លាំងតើអ្នកចេះបើកបរទេមិនចង់រស់នៅទៀតទេខ្ញុំរក្សាភ្នែកជាប់នឹងកញ្ចក់មើលក្រោយផ្លូវនៅខាងក្រោយគឺទេមិនមានមនុស្សម្នាក់មើលឃើញទេពេលនេះខ្ញុំតែងតែសម្លឹងមើលទៅមុខគ្មានអ្វីនៅកណ្ដាលផ្លូវទេប៉ុន្តែខ្ញុំដឹងច្បាស់ថាគាត់មិនទាន់ចប់ប្រយោគរបស់គាត់នៅឡើយរថយន្តក៏ញ៉ាំម្ដងទៀតលោកយាងនៅទីនេះម្ដងទៀតភាពស្ងប់ស្ងាត់គ្រាន់តែជាការបំភាន់កុំមើលវាកុំគិតពីវាកាន់ចង្កូតយ៉ាងរឹងមាំយើងជិតដល់ស្ថានីយ៍សេវាកម្មហើយលាវចាស់មកក្បាលដោយភ័យស្លន់ស្លោឡែងហ្វែននៅកៅអីខាងក្រោយភ័យខ្លាចខ្លាំងណាស់ដែលគាត់ភ័យខ្លាចដូចសត្វក្រួយដើម្បីធ្វើដូច្នេះនៅជ្រុងមួយវិទ្យុរថយន្តបានបន្តលេងសំឡេងក្រហមនោះបានคล้ายទៅជាអាក្រក់ជាងចូលនិយាយអំពីព្រះសង្ឃដ៏បរិសុទ្ធនៅដងធោដែលជាអ្នកចាប់បដិសន្ធឡើងវិញនៅគីមធានភូ10ជីវិតនៃការសាងកុសលនៅលើផ្លូវនេះទៅទីខាងលិចវាពិបាកក្នុងការជៀសវាងការលោភលន់ដោយបិសាចនិងអារក្សរថយន្តញ័រជាច្រើនដងជាបន្តបន្ទាប់នៅពេលនេះទីបំផុតវាលនៃពន្លឺមួយបានលេចមកខាងមុខផ្លាកសញ្ញាស្ថានីយ៍សេវាកម្មនៅជិតលុះរថយន្តបើកចូលទៅក្នុងផ្លូវរបស់ស្ថានីយ៍សេវាតួលេខដែលរារាំងរថយន្តក៏បាត់ភ្លាមចំណតរថយន្តរបស់ស្ថានីយ៍សេវាកម្មមានពន្លឺភ្លឺច្បាស់ដែលធ្វើឲ្យមនុស្សភ្លាមមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាកន្លែងនេះស្ងាត់ចម្លែកយើងទាំង3នាក់បានចេញពីឡានអ្នកទាំងពីរទៅទិញអីហូបទៅបន្ទប់ទឹកមួយផ្លែតដើម្បីស្ងប់ចិត្តខ្ញុំនៅទីនេះដើម្បីមើលថែរថយន្តបាទលោកយ៉ែងតើអ្នកចង់ញ៉ាំអ្វីទេខ្ញុំនឹងយកវាមកឲ្យអ្នកវិញទុកវាឲ្យនៅម្នាក់ឯងខ្ញុំមិនឃ្លានទេចាំគេទាំងពីរជួយគ្នាទៅខ្ញុំដើរតាមឡានតួរថយន្តមិនមានស្លាកស្នាមឬបុកនោះទេប៉ុន្តែរបាំងការពារនៅខាងក្រោយរថយន្តមានស្នាមខ្មៅខ្ញុំបានយកកន្សែងពណ៌ចេញពីឡានហើយព្យាយាមអស់ពីសមត្ថភាពដើម្បីលុបស្នាមប្រឡាក់នីមួយពិតលោកឲ្យតើលោកនៅតែជូនពោទាំងកណ្ដាលយប់បែបនេះទេវាពិបាកណាស់បាទដឹកជូនពេលយប់មកដល់ព្រឹកព្រលឹមខ្ញុំងាកមកមើលឃើញអ្នកបើកឡានដឹកទំនិញ2ទៅ3នាក់ស្លៀកឯកសណ្ឋានកម្មករពណ៌ខៀវនេះក៏មិនងាយស្រួលដែរយើងកំពុងចំអិនគុយទាវនៅទីនោះមកទីនេះហើយញ៉ាំរបស់ក្តៅដើម្បីបំពេញក្រពះរបស់អ្នកខ្ញុំមើលទៅក្នុងទីដៅដែលគាត់ចង្អុលទៅហើយពិតជាមានចង្ក្រានអគ្គិសនីតូចមួយនៅជាប់នឹងឡានធំរបស់ពួកគេមិនអីទេអរគុណអ្នកទាំងឡាយអ្នកនៅក្នុងឡានយើងក៏ទៅទិញវាដែរពេលខ្ញុំកំពុងនិយាយលោកលើវបានចេញពីក្រោយឡានភ្លាមដោយកាន់ចានធំមួយក្នុងដៃហើយក្រវីមកខ្ញុំលោកយាងកន្លែងអាហារទាំងអស់នៅទីនេះត្រូវបានបិទខ្ញុំនឹងញ៉ាំ2 3ខាំនៅទីនេះអ្នកគួរតែមកទីនេះឲ្យបានលឿនអ្នកគឺល្អណាស់ចាស់លូបានភ័យខ្លាចខ្លាំងណាស់ពេលនេះគាត់ភ័យចេញពីចិត្តមិនក៏គាត់ស្និទ្ធនឹងអ្នកណាម្នាក់យ៉ាងម៉េចដែរក្រៅពីនេះតើហាងសេវាកម្មនេះអាចត្រូវបិទដោយរបៀបណានោះហើយជាសិទ្ធិបុរសការចេញទៅធ្វើជំនួញមិនមែនជារឿងងាយស្រួលសម្រាប់អ្នកណាឡើយការជួបគ្នាគឺជាវាសនាមកទីនេះញ៉ាំអីជាមួយគ្នាខ្ញុំមើលទៅលោកលូទោះជាកម្មករនៅក្បែរគាត់ញឹមក៏ដោយភ្នែកគេសម្លឹងមកខ្ញុំកន្លែងនេះពិតជាមានអ្វីខុសពិតជាមិនចាំបាច់ទេអ្នកគ្រាន់តែបន្តញ៉ាំខ្ញុំអត់ឃ្លានទេខ្ញុំត្រូវមើលថៃឡានក្រោយពីនិយាយចប់ខ្ញុំក៏ងាកក្រោយហើយបន្តសម្អាតឡានប៉ុន្តែភ្នែកនៅពីក្រោយខ្ញុំប្រៀបដូចជាដែកគោលជាប់នឹងខ្នងរបស់ខ្ញុំដែលធ្វើឲ្យខ្លួនខ្ញុំមិនស្រួលខ្លួនពេលខ្ញុំងាកមកវិញកម្មករធ្វើដូចជាមិនមានអ្វីកើតឡើងអបស្មាគ្នាទៅវិញទៅមកហូបគុយទាវបន្ទាប់ពីសម្អាតរថយន្តរួចខ្ញុំបានអង្គុយលើកាំជណ្ដើរនៅខាងមុខទ្វាររថយន្តហើយដុតបារី
គិតក្នុងចិត្តខ្លួនឯងគ្មានអ្វីនៅក្នុងស្ថានីយ៍សេវាកម្មទាំងមូលក្រៅពីយើងនឹងឡានទល់មុខនោះទេប៉ុន្តែហាងងាយស្រួលនិងភោជនីយដ្ឋានដែលនៅចម្ងាយគឺងឹតទាំងស្រុងមើលទៅមិនដូចកន្លែងសកម្មតតែសោះឡាមធានទៅជាមួយពូលូតែហេតុអ្វីគាត់មិនទាន់ត្រឡប់មកវិញខ្ញុំគិតថាស្រាប់តែមានមនុស្សម្នាក់ស្ទុះចេញពីស្មៅក្បែរខ្ញុំហើយវាមកជើងខ្ញុំលោកយេងតោះទៅកន្លែងនេះមិនល្អទេពូលីវបាត់តើពូលីវមិនញ៉ាំគុយទាវនៅទីនោះទេមិនមែនគាត់មិនមែនតតែសោះពេលខ្ញុំទៅបន្ទប់ទឹកខ្ញុំបានរកឃើញថាมันមានពន្លឺមួយនៅក្នុងបន្ទប់ទឹកទេវាខ្វក់និងខូចដូចជាវាត្រូវបានគេបោះបង់ចោលអស់រយៈពេល10ឆ្នាំខ្ញុំភ័យខ្លាចខ្លាំងណាស់ខ្ញុំក៏រត់ចេញយ៉ាងលឿនប៉ុន្តែខ្ញុំនៅតែស្វែងរកប៉ុន្តែរកមិនឃើញពូលូនៅកន្លែងណាមួយហើយក៏មិនអាចរកផ្លូវត្រឡប់មកវិញដែរប្រសិនបើខ្ញុំមិនបានឃើញគោមពីនៅលើឡានពីចម្ងាយទេខ្ញុំនឹងវង្វេងនៅទីនោះហើយមិនអាចចេញទៅក្រៅបានទេលោកយាងនេះមិនមែនជាកន្លែងឈប់សម្រាកព្រៃដែលខ្ញុំទៅលើកមុនទេក្រោយពីស្ដាប់ហើយខ្ញុំក៏ខ្ទប់មាត់គាត់ភ្លាមហើយឲ្យសញ្ញាមើលទៅទីផ្ទុយទៅទីនោះហើយហៅពូលីវមកទីនេះវិញដោយគ្រាន់តែនិយាយថាយើងត្រូវទៅបើគាត់មិនស្ដាប់ទេខ្ញុំត្រូវតែទាញគាត់មកទីនេះវិញតើអ្នកអាចស្ដាប់ខ្ញុំបានទេឡាមហ្វែនភ័យខ្លាចជាខ្លាំងនៅចំពោះមុខភ្នែកដែលជើងរបស់គាត់ខ្សោយហើយគាត់ស្ទើរតែដួលទៅនឹងដីលោកយាងខ្ញុំមិនហ៊ានទៅណាទេខ្ញុំពិតជាមិនហ៊ានទៅទេតើអ្នកមិនទៅឬចង់ស្នាក់នៅទីនេះនិងធ្វើជាមិត្តនឹងគាត់ចេញទៅឲ្យលឿនឡាមហ្វែនត្រូវបានខ្ញុំរុញពីរបីជំហានចេញឆ្ងាយពីខ្ញុំគាត់ក្រវីថ្មិញហើយប្រមូលកម្លាំងទាំងអស់ដើម្បីរត់ទៅរកវាពេលដែលឡាមហ្វែនរត់ចេញភ្លាមខ្ញុំទាញរំពាត់មកកាន់ចង្កេះហើយក្រោកឡើងយឺតចង្គៀងមុខនៃចំណតរថយន្តទាំងមូលចាប់ផ្ដើមភ្លឺដោយឆ្កួតទីបំផុតវាបានរលត់ទាំងស្រុងហើយពិភពលោកទាំងមូលស្រាប់តែធ្លាក់ចូលទៅក្នុងភាពងឹតឡាមហ្វែនរត់ទៅពូលូដែលខាងចាប់អោរបស់គាត់ហើយទាញគាត់មកវិញខ្ញុំក៏ឆ្លៀតឱកាសនេះលោតចូលឡានខណៈដែលចង្គៀងមុខភ្លឺខ្ញុំក៏បើកឡានឡាមហ្វែនទាញពូលូហើយរត់ត្រឡប់មកវិញដោយស្រែកឡាមហ្វែនឡើងឡានយ៉ាងភ័យខ្លាចខណៈដែលគាត់រៀបនឹងបិទទ្វាររថយន្តសំឡេងស្រែកបានបន្លឺឡើងលោកយេងមិនអាចបិទវាបានទេមានអ្វីមួយជាប់គាំងខ្ញុំងាកក្បាលទៅមើលក៏ឃើញដៃហាមពណ៌សកំពុងតោងជាប់នឹងស៊ុមទ្វាររថយន្តទុកវាឲ្យនៅម្នាក់ឯងអ្នកទាំងពីរប្រញាប់ទៅកៅអីខាងក្រោយឲ្យខ្ញុំបើកទ្វារខ្ញុំមិនទាន់បានចូលឡានទេបើកទ្វារយ៉ាងលឿនសំឡេងនេះធ្វើឲ្យសក់របស់ឡាមហ្វែនឈរនៅខាងចុងភ្លាមនោះគាត់បានគ្រវីថ្មិញលើកអ្នកបើកបរឡើងលើហើយព្យាយាមអស់ពីសមត្ថភាពដើម្បីច្របាច់ពួកគេទាំងពីរចូលទៅក្នុងកៅអីខាងក្រោយខ្ញុំឆ្លៀតឱកាសនោះវាយដៃនោះខ្លាំងហើយគោះទ្វារឡានអង្គុយយ៉ាងរឹងមាំខ្ញុំបានរុញមាន់ទាំងអស់ឡានចេញដូចព្រួញបន្ទាប់ពីយន្តបានបើកក្នុងចម្ងាយឆ្ងាយខ្ញុំបានរកឃើញថាកន្លែងនេះមិនមែនជាកន្លែងផ្ដល់សេវាតតែសោះប៉ុន្តែជាចំណតរថយន្តដ៏ធំមួយដែលត្រូវបានគេបោះបង់ចោលជាច្រើនឆ្នាំមកហើយកន្លែងដែលយើងចតឡានឥឡូវច្បាស់ជាមានពាក្យកន្លែងឃុំឃាំងគ្រោះថ្នាក់សរសេរនៅលើនោះខ្ញុំបើកឡានយ៉ាងលឿនហើយត្រឡប់ទៅផ្លូវហាយវេវិញពូលីវនៅកៅអីខាងក្រោយស្រាប់តែប្រកាច់យ៉ាងសាហាវគាត់ហាក់ដូចជាហៀបនឹងក្អួតប៉ុន្តែមិនអាចក្អួតអ្វីបានទេមុខរបស់គាត់ចាប់ផ្ដើមស្លេកក្នុងល្បឿនដែលអាចមើលឃើញដោយភ្នែកទេឡាមហ្វែនតើអ្នកមានស្រះក្នុងឡានទេមានតើអ្នកចាំរឿងនោះទេប្រញាប់រកវាមកចាក់ចូលមាត់លោកលូរួចរកថង់មួយទៀតឲ្យគាត់ក្អួតចូលប្រញាប់ឡើងបើមិនក្អួតទេនោះជាបញ្ហាហើយមានអ្វីមួយហៀបនឹងកើតឡើងមិនអីទេខ្ញុំនឹងរកវាភ្លាមឡាញហ្វែនស្វែងរកនៅក្រោមកៅអីខាងក្រោយហើយទីបំផុតបានរកឃើញដបស្រាស្តេមិនដំបងពីរពូលីវផឹកឆាប់ពូលីវត្រូវបង្ខំចិត្តផឹកស្រាជាងកន្លះដបរួចក្អួតប៉ុន្តែអ្វីដែលក្អួតនោះមិនមែនជាគុយទាវតតែសោះប៉ុន្តែមានទឹកហូរខ្មៅក្រាស់លីឡំជាមួយភក់ខ្សាច់និងឫស្មៅដែលរលួយក្លិនស្អុយខ្លាំងបានហុំព័ទ្ធបន្ទប់រថយន្តទាំងមូលភ្លាមយើងត្រូវបើកបង្អួចឡានគ្រប់ផ្លូវក្លិនស្អុយនោះរលាយបាត់បន្តិចម្ដងខ្ញុំបានបើកឡានរយៈពេល1ម៉ោងទៀតនៅទីបំផុតគ្មានអ្វីចម្លែកកើតឡើងទៀតទេតើអ្នកធ្លាប់ទទួលការងារបែបនេះទេធ្លាប់ជួបរឿងបែបនេះទេខ្ញុំមិនដែលធ្វើអ្វីដូចការនាំព្រះពុទ្ធពីមុនមកទេខ្ញុំគ្រាន់តែនាំព្រះពុទ្ធរូបបែបនេះឡាមហ្វែនហាក់ដូចជាស្រឡាំងកាំងចំពោះសំណួររបស់ខ្ញុំគាត់បានអន់ក្បាលរបស់គាត់ដោយស្ងៀមស្ងាត់អស់រយៈពេលជាយូរពេលនោះគាត់ហាក់ដូចជាប្រមូលផ្ដុំភាពក្លាហានបន្ទាប់មកសួរយ៉ាងស្រទន់ថាលោកយេងតើមនុស្សដែលកំពុងនិយាយជាមួយខ្ញុំនៅក្នុងបន្ទប់សម្រាប់ពេលសម្រាប់នោះឈប់ធ្វើវាដោយចិត្តនាប្រាប់មកខ្ញុំគ្រាន់តែមានអារម្មណ៍ខឹងខ្លាំងដែលខ្ញុំទ្រាំមិនបានម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំឲ្យចេញទៅធ្វើការហើយអ្នកគ្រប់គ្រងរបស់ខ្ញុំនឹងមើលថែខ្ញុំជាលទ្ធផលប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នកនាពេលអនាគតអ្នកត្រូវតែគិតដោយប្រុងប្រយ័ត្នការងារបើកឡានដឹកដីផ្លូវឆ្ងាយនេះមិនមានឱកាសច្រើនសម្រាប់អ្នករំជួលចិត្តនិងសោកស្ដាយឡើយកំហុសមួយអាចបាត់បង់ជីវិតឡាមធានងក់ក្បាលយ៉ាងស្វាហាប់រាងកាយទាំងមូលរបស់គាត់ដូចជាពេញប៉ោងមួយគាត់បានដេកលើកៅអីដោយមិននិយាយអ្វីផ្សេងត្រឡេកមើលរូបរាងគាត់ខ្ញុំក៏ដកដង្ហើមធំក្នុងចិត្តទោះក្មេងនេះឆ្លើយក៏ដោយចរិតរបស់គេមិនអន់ទេលើកនេះហាក់ដូចជាបានបង្រៀនគាត់នៅមេរៀនមួយដែលគាត់មិនអាចបំភ្លេចបាន
រំពេចនោះនៅកណ្ដាលផ្លូវខាងមុខបានលេចចេញជាជួរភ្លើងពណ៌ក្រហមនិងខៀវលោកយាងមើលឲ្យលឿនមានប៉ូលីសចរាចរណ៍នៅខាងមុខវាហាក់ដូចជាមានគ្រោះថ្នាក់ចរាចរណ៍ខ្ញុំបន្ថយល្បឿនស្រាប់តែឃើញរថយន្តពីរគ្រឿងបុកនិងខូចទ្រង់ទ្រីបិទកណ្ដាលផ្លូវហើយប៉ូលីសចរាចរណ៍ជាច្រើនអ្នកពាក់អាវឆ្លុះពណ៌លឿងខណៈកំពុងធ្វើចរាចរណ៍មានម្នាក់ឃើញរថយន្តដឹកដីរបស់យើងហើយភ្លាមក៏ប្រាប់ឲ្យយើងចុះពីលើមកឈប់ជំរាបសួរផ្លូវខាងមុខត្រូវសម្អាតវាមិនអាចឆ្លងកាត់បានជាបណ្ដោះអាសន្នវាពិបាកសម្រាប់សមិទ្ធតើត្រូវចំណាយពេលប៉ុន្មានប្រហែលជា10នាទីច្រើនជាងនេះប្រញាប់ឡើងខណៈនេះមានប៉ូលីសចរាចរណ៍ម្នាក់ទៀតមកពីក្រោយភ្នែករបស់គាត់បានស្កែនឡានរបស់យើងទីបំផុតគាត់ឈប់លើក្រណាត់ពណ៌ក្រហមគ្របលើគល់ឈើតើមានអ្វីនៅក្នុងឡានរបស់អ្នកវាជារូបសំណាកព្រះពុទ្ធយើងបើកឡានទៅព្រះវិហារខាងមុខនេះជាឯកសារដឹកជញ្ជូនខ្ញុំបានឲ្យឯកសារទៅគាត់ប៉ុន្តែប៉ូលីសចរាចរណ៍គ្រាន់តែក្រឡេកមើលមួយផ្លែតរួចដើរទៅក្រោយឡានយើងត្រូវត្រួតពិនិត្យជាប្រចាំសូមចេញពីឡានហើយសហការអ្វីត្បិតតែវាមានអារម្មណ៍ចម្លែកបន្តិចប៉ុន្តែការជួបនឹងការត្រួតពិនិត្យដែលមិននឹកស្មានដល់នៅលើផ្លូវក៏ជារឿងធម្មតាដែរខ្ញុំមកក្បាលហើយរៀបចំបើកទ្វារចេញឡានប៉ុន្តែពេលដែលដៃខ្ញុំប៉ះដៃទ្វារខ្ញុំក្រឡេកមើលកញ្ចក់មើលក្រោយដោយខុសទម្លាប់វាជាការក្រឡេកមើលនេះហើយដែលធ្វើឲ្យឈាមក្នុងខ្លួនខ្ញុំកប់ខ្ញុំចុចកន្លេសកណ្ដាលភ្លាមទ្វាររថយន្តទាំងអស់ត្រូវបានចាក់សោយ៉ាងតឹងរ៉ឹងពេលនេះសម្លឹងមើលតាមកញ្ចក់រថយន្តអារម្មណ៍ថាមានអ្វីខុសច្បាស់ជាច្បាស់តើអ្នកកំពុងធ្វើអ្វីបានប្រាប់គាត់ឲ្យចុះពីឡានដើម្បីសម្របសម្រួលការត្រួតពិនិត្យតើអ្នកបានឮទេខ្ញុំមិនបានយកចិត្តទុកដាក់នឹងគាត់ទេទើបខ្ញុំលូកដៃយកសោរថយន្តដោយរៀបចំហក់ឡើងយ៉ាងខ្លាំងពេលឃើញទង្វើរបស់ខ្ញុំគាត់ប្រៀបដូចសត្វខ្ងានប្រើដៃទាំងជើងតោងកញ្ចក់ឡានខ្ញុំស្រែកហើយព្យាយាមចូលតាមបង្អួចដែលមិនបានបិទព្រះឲ្យតើនេះជាអ្វីការស្រែករបស់គាត់នេះបានធ្វើឲ្យអូតលីវដឹងខ្លួនឡើងវិញបន្តិចប៉ុន្តែត្រូវភ័យខ្លាចដោយប្រាជ្ញារបស់គាត់ជាមវាចុះចេញពីខ្ញុំបានគប់រំពាត់យ៉ាងខ្លាំងទៅលើមុខរបស់នោះគាត់ដូចជាក្រដាសថោកធ្លាក់ពីលើបង្អួចឡានខ្ញុំបានបើករថយន្តភ្លាមបង្វែរចង្កូតខ្លាំងហើយប្រញាប់ប្រញាល់កាត់ចន្លោះរថយន្តអេតចៃទាំងពីរខ្ញុំក្រឡេកមើលកញ្ចក់មើលក្រោយហើយប៉ូលីសចរាចរណ៍បានបាត់ប៉ុន្តែមុនពេលខ្ញុំដកដង្ហើមធូរបន្តិចតួរថយន្តក៏លេចភ្លាមហាក់ដូចជាត្រូវទាញអ្វីមួយទម្ងន់រាប់តោនមិនល្អទេគេឡើងឡានលោកយេងមានអ្វីនៅពីក្រោយឡានខ្ញុំក្រឡេកមើលទៅកញ្ចក់មើលក្រោយឃើញតែក្រណាត់ក្រហមដែលពីដើមគ្របលើរូបបដិមាព្រះពុទ្ធឥឡូវត្រូវបានរុញចេញដោយកម្លាំងមើលមិនឃើញពេលក្រណាត់ក្រហមធ្លាក់ខ្ញុំបានឃើញយ៉ាងច្បាស់ពីចម្ងាយមានឡានចាស់តាមពីក្រោយយើងយ៉ាងជិតនៅលើឡាននោះខ្ញុំបានវាយក្បាលព្រះពុទ្ធដែលមិនមានក្រណាត់ក្រហមពេលដឹកព្រះពុទ្ធបដិមាត្រូវគ្រប់ក្បាលព្រះពុទ្ធដោយក្រណាត់ពណ៌ក្រហមហើយក៏ត្រូវបែរមុខទៅមុខយានដែរប៉ុន្តែក្បាលព្រះពុទ្ធនៅលើរថយន្តពីក្រោយមិនត្រឹមតែមិនត្រូវបានក្រណាត់ក្រហមគ្រប់នោះទេប៉ុន្តែព្រះភ័ក្ត្ររបស់ព្រះអង្គក៏បែរទៅខាងក្រោយរថយន្តដែរអានឹងមិនហ៊ានលេងល្បិចនេះជាមួយខ្ញុំបានចុចប៊ូតុងសាំងម៉ាស៊ីនបានបញ្ចេញសំឡេងក្រហមប៉ុន្តែល្បឿនរថយន្តកាន់តែយឺតទៅវាមានអារម្មណ៍ថាដៃរាប់មិនអស់កំពុងកាន់ខ្ញុំយ៉ាងណែនពីទិសទាំង4លោកយាងតើត្រូវធ្វើអ្វីលើនេះឡានមិនអាចទៅបានទៀតទេខ្ញុំគិតថាខ្ញុំបានឮសំឡេងនៅលើដំបូលរថយន្តជាសំឡេងច្រេះដូចដែកគោកំពុងគាស់បន្ទះដែកពូលូសូមអញ្ជើញមកទីនេះហើយកាន់ចង្កូតឲ្យខ្ញុំឡាមហ្វែនបាននាំយកអង្ករ7ពណ៌និងធូបព្រះពុទ្ធប្រញាប់ឡើងបាទខ្ញុំកំពុងមកឥឡូវនេះខ្ញុំប្រាប់ពូលូឲ្យកាន់ចង្កូតឲ្យជាប់ខណៈដែលខ្ញុំរំកិលកញ្ចក់រថយន្តទៅបុកដំបូលរថយន្តនិងចំហៀងជាមួយនឹងសំឡេងរំពាត់ទូរថយន្តស្រាប់តែស្រាលហើយល្បឿនក៏កើនឡើងភ្លាមប៉ុន្តែអារម្មណ៍ដ៏ធ្ងន់នោះមិនបានរលត់ទាំងស្រុងនោះទេបងប្រុសយាងវាមិនអីទេធូបនេះមិនអាចអុជបានទេសូមឲ្យវានៅទីនេះខ្ញុំនឹងធ្វើវាឲ្យអ្នកពូលូបានយកធូបព្រះពុទ្ធនិងភ្លើងពីដៃរបស់ឡាមធានដោយស្រែកបន់ស្រន់ចម្លែកណាស់ពេលសូត្រចប់ភ្លើងឆេះភ្លាមហើយធូបក៏ត្រូវអុជយ៉ាងរលូនពូលីប្រញាប់ឡើងប៉ុន្តែត្រូវពេលពូលូដាក់ធូបព្រះពុទ្ធចំនួន3ក្នុងចានបាយធូបទាំង3នោះក៏បែកក្នុងពេលតែមួយតើវាអាចខូចដោយរបៀបណាចប់ហើយលោកយេងការថ្វាយធូបត្រូវបានបដិសេធធូបត្រូវខូចក្នុងអាជីពដឹកជញ្ជូនព្រះពុទ្ធបដិមានេះជារឿងដ៏អស្ចារ្យពូលីភ័យណាស់ដែលមុខប្រែពណ៌ស្វាយភ័យស្លន់ស្លោរឿងអីឲ្យខ្ញុំប្រាប់ពូលូឲ្យបន្តកាន់ចង្កូតឲ្យជាប់នឹងខ្ញុំចំណែកខ្ញុំវិញខ្ញុំយកធូបមកដាក់លើធុងនៅខាងមុខកៅអីអ្នកបើកខ្ញុំមិនប្រញាប់អុជធូបទេប៉ុន្តែបានដកក្រដាសប្រាក់ពីហោប៉ៅរបស់ខ្ញុំក្រោយពីដុតគ្រឿងអេសរ៉ាយេសរួចខ្ញុំបានដុតវា3ដងជុំវិញធូបទាំង3ពេលដែលខ្ញុំអុជធូបទាំង3នោះផ្សែងធូបនៅចំពោះមុខភ្នែកខ្ញុំភ្លាមនោះបានបក់មកជាស្រមោលមនុស្សគាត់ផ្លុំដង្ហើមខ្លាំងចូលក្នុងធូបរបស់ខ្ញុំតើអ្នកចង់ស្លាប់ទេបើអ្នកប៉ះខ្ញុំយកធូប3ដុំចាក់អ្នកផ្សេងយ៉ាងខ្លាំងបន្ទាប់មកធូប3ដើមបានឆេះយ៉ាងលឿនដូចជាបើកទៅមុខយ៉ាងលឿនមួយប៉ព្រិចភ្នែកវាឆេះរហូតដល់ធ្លាក់ពីលើមេឃលោកយាងតើអ្នកកំពុងធ្វើអ្វី
មិនអីទេមានអ្វីចង់ផ្លុំចង្គៀងចេញទាញវាចេញយកខ្ញុំ3របាទៀតលើកនេះខ្ញុំដាក់ធូបយ៉ាងស្រួលក្នុងបាយ7ពណ៌ធូប3ដើមឈរយ៉ាងរឹងមាំប៉ុន្តែល្បឿនដុតលឿនគួរឲ្យភ្ញាក់ផ្អើលឥឡូវអ្នកទាំងពីរស្ដាប់ដោយប្រយ័ត្នប្រយែងពេលធូបរលត់ភ្លាមអ្នកត្រូវដូរមួយថ្មីភ្លាមដោយមិនរំខានមួយផ្លែតមែនហើយក្លិនផ្សែងនៅក្នុងឡានកាន់តែខ្លាំងឡើងហើយទីបំផុតល្បឿនរបស់រថយន្តបានរក្សាលំនឹងប៉ុន្តែខ្ញុំមើលទៅក្នុងកញ្ចក់មើលក្រោយហើយឃើញថារាល់ពេលដែលយើងដុតធូបពេញមួយក្បាលព្រះពុទ្ធនៅលើឡានខ្មោចពីក្រោយយើងបែរមករកយើងបន្តិចហាក់បីដូចជាកំពុងសម្លឹងមើលរូបព្រះពុទ្ធនៅលើឡានរបស់យើងអង្គរ7ពណ៌និងគ្រឿងទេសនេះជាវិធីសាស្ត្រដែលម្ចាស់បានចុះមកប្រសិនបើអ្នកនិយាយជួបនឹងស្ថានភាពពិសេសដោយចៃដន្យគាត់អាចប្រើវិធីនេះដើម្បីបួងសួងឲ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាពប៉ុន្តែស្ថានភាពសពថ្ងៃនេះខុសគ្នាខ្លាំងណាស់យើងយកតែព្រះសពព្រះពុទ្ធប៉ុណ្ណោះមិនមែនក្បាលព្រះពុទ្ធទេនេះនៅក្នុងខ្លួនវាមិនពេញលេញនៅពេលនេះទិដ្ឋភាពនៅខាងក្រៅកញ្ចក់រថយន្តក៏បានផ្លាស់ប្ដូរប្រែទៅជាពណ៌ប្រផេះស្រអាប់ល្បឿនរថយន្តបានបន្ថយល្បឿនម្ដងទៀតស្ទើរតែក្រឡាប់លោកយេងនឹងហួងចិត្តរួចរាល់ហើយប៉ុន្តែរថយន្តមិនអាចរត់បានទៀតទេក្រោកឡើងខ្ញុំបានបន្ទាបកញ្ចក់រថយន្តម្ដងទៀតធីងងើបមុខទៅមុខហើយវារំពាត់2 3រំពាត់ទៀតប៉ុន្តែពេលខ្ញុំដករំពាត់ចេញភ្លាមដៃទាំងមូលរបស់ខ្ញុំរឹតបន្តឹងហើយខ្ញុំមិនអាចរើបានទៀតទេលោកយេងក្លិនក្រអូបបានហូរចេញវាត្រូវបានរំខានគាត់ប្រតែយប្រតប់នឹងដៃជើងហើយរថយន្តក៏លោតយ៉ាងសន្ធោសន្ធៅគ្រប់ដើមធូបធ្លាក់មកដីបើមិនដាច់ត្រូវជន់ឈ្លីខ្ញុំបានក្រឡេកមើលទៅក្នុងកញ្ចក់មើលក្រោយក្បាលរបស់ព្រះពុទ្ធគឺចិត្តបន្តិចដើម្បីងាកមកផ្លូវនេះទាំងស្រុងប៉ុន្តែយើងចិត្តដល់ប្រាសាទហើយដូច្នេះសូមប្រថុយទៅគិតយ៉ាងនេះភ្លាមចិត្តខ្ញុំប្រែជាត្រជាក់ខ្ញុំខំចុងអណ្ដាតរបស់ខ្ញុំយ៉ាងលំបាកបន្ទាប់មកខ្ញុំយកឈាមពីចុងអណ្ដាតមកលាយជាមួយទឹកមាត់ខ្ញុំបានបាញ់វាយ៉ាងខ្លាំងក្លានៅលើដៃរបស់ខ្ញុំដៃបានរំកិលម្ដងទៀតភ្លាមខ្ញុំឆក់យកពីដៃលោកលឺចានបាយ7ពណ៌និងធូបចិត្តដល់បាតហើយធ្លាក់ចេញតាមបង្អួចសូមអង្គុយឲ្យតឹងអង្គរ7ពណ៌លាយជាមួយនឹងធូបភ្លាមនោះបានបង្កើតខ្យល់ព្យុះតូចមួយនៅខាងក្រៅបង្អួចរថយន្តភ្លាមនោះតួរថយន្តក៏មានសភាពស្រាលខ្ញុំឆ្លៀតឱកាសនេះចុចបន្ថែមល្បឿនពេញផ្លូវឡានបើកទៅមុខដូចឆ្កួតរថយន្តដឹកទំនិញដែលតោងជាប់មិនព្រមបើកនោះហាក់មិនអាចធ្វើដំណើរបានទាន់ពេលដោយការវាយប្រហារនេះយើងត្រូវបានទុកមួយរយៈសិនយើងអាចកាត់ផ្ដាច់យាងថាយើងដកគាត់ចេញហើយកុំទាន់សប្បាយចិត្តប្រកាសណាស់ពេលនិយាយចប់ឡានប្រដេញនោះក៏ដេញតាមខ្ញុំម្ដងទៀតហើយល្បឿនក៏លឿនជាងមុនល្បឿនដែលរថយន្តទើបតែកាន់ត្រូវបានខាត់អ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតនោះគឺនៅកន្លែងមានឆ្អឹងនៅចិញ្ចើមផ្លូវគេឃើញមានមនុស្សជាច្រើនអ្នកពាក់ឯកសណ្ឋានកម្មករពណ៌ខៀវបានលេចមុខពួកគេនៅតែឈរនៅខាងផ្លូវគ្រវីដាក់យើងដោយមិនបញ្ចេញមឹកមិនទាន់ចប់ទេដៃចង្កូតដាច់ខ្ញុំមានអារម្មណ៍ថាចង្កូតត្រូវបានចាប់ដោយដៃមើលមិនឃើញមួយគូរថយន្តបានបើកកិច្ចមិនប្រយ័ត្នបានរេចង្កូតទៅបុករបងការពីផ្លូវចប់ហើយបងខងលើកនេះមិនច្បាស់ទេខ្ញុំចាប់ដៃចង្កូតយ៉ាងតឹងដោយប្រើកម្លាំងទាំងអស់ប៉ុន្តែនៅតែមិនអាចរំកិលវាបានសំបីតែបន្តិចដោយឃើញរថយន្តខាងមុខហៀបនឹងទៅបុករបាំងការពីស្រាប់តែសំឡេងជួងបន្លឺឡើងពីចម្ងាយដោយធ្នូភ្លាមនោះខ្ញុំមានអារម្មណ៍ថាដៃរបស់ខ្ញុំស្រាលខ្ញុំបានគ្រប់គ្រងចង្កូតឡើងវិញត្រឡប់មកទីនេះសម្រាប់ខ្ញុំមួយវិនាទីមុនពេលរថយន្តបុករបាំងការពីខ្ញុំក៏បត់ចង្កូតយ៉ាងលឿនឡានឈប់គ្រោះថ្នាក់ផ្នែកខាងមុខរបស់រថយន្តមានចម្ងាយតិចជាង10សង់ទីម៉ែត្រពីផ្លូវដែកប៉ុន្តែយើងនៅរស់រានមានជីវិតបន្ទាប់ពីកណ្ដឹងទី1កណ្ដឹងបានបន្តបន្លឺឡើងម្ដងមួយដោយមិនឈប់យើងទាំង3នាក់អង្គុយក្នុងរថយន្តដោយហត់នឿយខ្លាំងនៅពេលដែលយើងទទួលបានភាពស្ងប់ស្ងាត់ឡើងវិញមេឃខាងកើតបានភ្លឺរួចហើយខ្ញុំបានលោតចេញពីឡានទៅមើលផ្លូវក្រៅពីស្លាកសញ្ញាហ្វ្រាំងដ៏គួរឲ្យខ្លាចរបស់យើងមិនមានស្លាកស្នាមអ្វីនៅសល់ឡើយនៅម៉ោង6ព្រឹកទីបំផុតពួកយើងបានដើរក្នុងពន្លឺថ្ងៃរះដោយនាំយកព្រះពុទ្ធបដិមាទៅកាន់ព្រះវិហារនៅលើភ្នំដោយសុវត្ថិភាពម្ចាស់ដ៏អស្ចារ្យម្នាក់ដែលព្រះនាមថាហ៊ឺដានមកទទួលយើងផ្ទាល់លោកគ្រូហ៊ឺដានសូមអនុញ្ញាតឲ្យខ្ញុំសួរមួយសំណួរជាធម្មតាវត្តមិនក្រោកនៅម៉ោង6ព្រឹកទេហេតុអ្វីថ្ងៃនេះលឿនម្ល៉េះនេះក៏ព្រោះតែអាចារ្យរបស់យើងបានណែនាំយើងយ៉ាងជាក់លាក់គាត់បាននិយាយថាគាត់ឮថាអ្នកបើកបរដែលដឹកព្រះពុទ្ធរូបលើកមុនមិនសូវមានសុខភាពទេគាត់បានប្រាប់យើងឲ្យចុចកណ្ដឹងមុន1ម៉ោងដើម្បីជូនពរអ្នកបើកឡាននោះនិងអ្នកធ្វើដំណើរទាំងអស់ឮពាក្យទាំងនេះអារម្មណ៍កក់ក្ដៅក៏កើតឡើងក្នុងចិត្តក្នុងនាមលោកជីខងខ្ញុំសូមថ្លែងអំណរគុណចំពោះព្រះចៅអធិការនិងព្រះសង្ឃក្នុងព្រះវិហារបន្ទាប់មកខ្ញុំផ្ទាល់បានចូលទៅក្នុងសាលព្រះពុទ្ធបដិមាព្រះពុទ្ធហើយក្រាបក្បាលដោយគោរព3ដងពេលខ្ញុំចេញដំណើរខ្ញុំនៅតែមិនប្រកាសចិត្តទេព្រោះខ្ញុំចាំបានថានៅពេលចុងក្រោយនេះក្បាលព្រះពុទ្ធនៅលើឡាននោះហាក់បីដូចជាមិនបានបែកខ្នងទាំងស្រុងនោះទេអាចារ្យក្បាលព្រះពុទ្ធដែលយើងយកមកមិនមែនជាក្បាលព្រះពុទ្ធដែលទីគឿងយកមកពីមុនទេខ្ញុំនៅតែមានអារម្មណ៍ថាធូបដែលយើងអុជជូនគាត់មិនគ្រប់គ្រាន់ម្ចាស់ជំនួយមានការព្រួយបារម្ភថាពួកគេជានរណាពួកគេបានខិតខំគ្រប់វិធីបេះដូងនេះគឺជាអំណោយដ៏ស្មោះត្រង់បំផុត
ធូបមួយដើមអាចប្រៀបបាននឹង10000នៅពេលដែលចិត្តស្មោះបានទៅដល់ព្រះពុទ្ធធូបនឹងផ្សែងនឹងគ្រប់គ្រាន់តាមធម្មជាតិស្ដាប់សម្ដីរបស់លោកគ្រូហ៊ីវដេនអារម្មណ៍តានតឹងក្នុងចិត្តបានធូរស្រាលជាខ្លាំងយើងបដិសេធបំណងល្អរបស់លោកអាចារ្យដែលអនុញ្ញាតឲ្យយើងស្នាក់នៅហូបបួសរួចក៏ចេញដំណើរទៅវិញនៅពេលធ្វើដំណើរត្រឡប់មកវិញលោកលាវបានដេកនៅកៅអីខាងក្រោយហើយគេងលក់ស្រួលចំណែកឡាងធានវិញបន្ទាប់ពីបានចំណាយពេលមួយយប់នេះហាក់ដូចជាបានផ្លាស់ប្ដូរចិត្តមនុស្សទាំងមូលកាន់តែស្ងប់ស្ងាត់លោកយាងចូលគេងទៅកុំបារម្ភអីខ្ញុំនឹងបើកបរដោយប្រុងប្រយ័ត្នគឺមិនអីទេប្រសិនបើមានអ្វីកើតឡើងសូមទូរស័ព្ទមកខ្ញុំក៏ហត់ដែរដូច្នេះខ្ញុំមិនគួរសមនឹងគាត់ពេលខ្ញុំហៀបនឹងងុយគេងទូរស័ព្ទខ្ញុំក៏រោទខ្ញុំលើកទូរស័ព្ទហើយប្រពន្ធរបស់ទីគឿងបានទូរស័ព្ទមកនៅផ្នែកម្ខាងទៀតនៃបន្ទាត់សម្លេងរបស់នាងបាននាំមកនៅភាពរីករាយនិងសោកសៅដែលមិនអាចលាក់បាំងបានលោកយាងគ្រុនរបស់ធីខងបានស្រកចុះលោកក៏បានភ្ញាក់ឡើងដែរគ្រូពេទ្យបាននិយាយថាបន្ទាប់ពីតាមដានរយៈពេល2ថ្ងៃទៀតខ្ញុំអាចនឹងចេញពីមន្ទីរពេទ្យភ្ញាក់ពីគេងគាត់មិនអីទេវាចម្លែកបន្តិចគាត់មិនចាំតតែសោះថាមានរឿងអ្វីកើតឡើងនៅតាមផ្លូវទៅថ្វាយព្រះសិរសាព្រះពុទ្ធគាត់គ្រាន់តែនិយាយថាគាត់យល់សប្ពេញមួយយប់បើកបរក្នុងទីងឹតខ្លាំងមិនអាចចេញក្រៅបានបន្ទាប់មកគាត់បាននិយាយថាគាត់ហាក់ដូចជាធំក្លិនផ្សែងខ្លាំងខ្ញុំភ្ញាក់ឡើងដោយក្លិនផ្សែងនិងសំឡេងកណ្ដឹងឡានហ្វែននិងខ្ញុំពេលកំពុងបើកឡានមើលមកគ្នាទាំងឃើញការភ្ញាក់ផ្អើលនិងយល់ក្នុងក្រសែភ្នែកម្ខាងទៀតជាការប្រសើរណាស់ដែលគាត់មិនអីទេកុំគិតច្រើនរឿងផ្សេងប្រាប់គាត់ឲ្យសម្រាកឲ្យបានល្អព្យួរទូរស័ព្ទហើយបន្ទាប់មកខ្ញុំមានអារម្មណ៍ស្រួលទាំងស្រុងវាហាក់បីដូចជាអ្វីដែលលោកម្ចាស់ Huden និយាយត្រូវធូបរបស់យើងពិតជាបានមកដល់មែនការធ្វើដំណើរនេះមិនឥតប្រយោជន៍ទេនៅទីបញ្ចប់ប៉ុន្តែគ្រាន់តែពេលដែលខ្ញុំហៀបនឹងសម្រាកនិងងុយគេងភ្លាមនោះឡាមហ្វែនដែលបើកឡានស្រាប់តែស្រែកថាបងយ៉ាងមើលពីក្រោយឡានរបស់យើងតើមានអ្វីតាមក្រោយយើងទេមកខ្មៅពេលឮវ៉ាំហ្វែននិយាយបែបនេះខ្ញុំភ្ញាក់ពីគេងភ្លាមអង្គុយត្រង់សម្លឹងមើលកញ្ចក់មើលក្រោយរួចបើកឡានយ៉ាងលឿនទៅកាត់កន្ទុយឡាំហ្វែនបានចុចឈ្នាន់បង្កើនល្បឿនហើយល្បឿនរថយន្តក៏បានកើនឡើងប៉ុន្តែទោះជាយើងបើកឡានលឿនប៉ុណ្ណាក៏ដោយស្រមោលខ្មៅនោះតែងតែរក្សាចម្ងាយដដែលមិនថាមកជិតឬទៅឆ្ងាយដូចជារំពាត់ជាប់នឹងឆ្អឹងលោកយាងគាត់នៅតែធ្វើតាមត្រូវតើខ្ញុំត្រូវប្រើរំពាត់ម្ដងទៀតទេមិនចាំបាច់ទេវាហាក់បីដូចជាមិនអាក្រក់ទេខ្ញុំមានអារម្មណ៍ថាអ្វីត្បិតតែបណ្ដុំនៃពន្លឺនេះកំពុងតាមយើងក៏ដោយវាមិនបញ្ចេញនូវភាពត្រជាក់និងសេចក្តីអាក្រក់ដូចរូបភាពមុននោះទេវាគ្រាន់តែដើរតាមស្ងាត់ដូចអង្គរៈស្ងាត់ដូចក្មេងវង្វេងប្រហែលជាខ្ញុំមានការស្មានក្នុងចិត្តប៉ុន្តែខ្ញុំមិនអាចប្រកាសបានទេខ្ញុំបានប្រាប់ឡែមហ្វែនឲ្យរក្សាល្បឿនធម្មតាហើយមិនយកចិត្តទុកដាក់ចំពោះវាទេម៉ាស់ខ្មៅនោះដើរតាមយើងរាប់សិបគីឡូម៉ែត្រវាមិនទាន់ដល់ពេលយើងឡើងលើផ្លូវ highway ទេទើបវាឈានទៅមុខទៀតស្ងាត់ស្ងៀមហើយបាត់ខ្លួនដោយគ្មានដានទីបំផុតវាបាត់ទៅហើយលោកយាងតើនោះជាអ្វីប្រហែលជាខ្ញុំមកអរគុណប្រហែលជាខ្ញុំមកសុំទោសវាមិនត្រូវបានគេគិតបែបនោះទេវាគ្រាន់តែត្រូវបានអ្នកដទៃយកចំណេញពេលនេះព្រះពុទ្ធនិងព្រះបានយាងត្រឡប់មកវិញហើយគួរតែទៅឯណាដែលគួរទៅឡាមហ្វែនពាក់កណ្ដាលយល់និងពាក់កណ្ដាលមិនយល់ប៉ុន្តែគាត់សំហេតុផលណាស់ហើយមិនសួរទៀតទេដោយឆ្លងកាត់រឿងរ៉ាវជាច្រើនមកគាត់បានយល់ថាមានរឿងជាច្រើននៅលើโลกនេះដែលមិនអាចពន្យល់បានដោយសុខវិនិច្ឆ័យផ្លូវត្រឡប់មកវិញគឺរលូនគួរឲ្យភ្ញាក់ផ្អើលត្រឡប់មកក្រុមហ៊ុនវិញវ៉ៃខែនខកបានឃើញពួកយើងទាំង3ត្រឡប់មកវិញដោយសុវត្ថិភាពហើយរំជួលចិត្តយ៉ាងខ្លាំងរហូតដល់គាត់លុតជង្គង់នៅចំពោះមុខយើងគាត់មិនបាននិយាយអ្វីមួយម៉ាត់ទេហើយបានផ្ទេរផ្ទាល់នៅការចំណាយទាំងមូលនៃការធ្វើដំណើរនេះហើយការបង់ប្រាក់ចុងក្រោយត្រូវបានសន្យាជាមួយកាតរបស់ខ្ញុំហើយជាពិសេសខ្ញុំបានផ្ដល់ឲ្យលោកលឺនិងឡាមហ្វែននៅស្រោមសម្បត្តិពណ៌ក្រហមដ៏ធំមួយសម្រាប់ដាក់ហោប៉ៅរបស់ពួកគេលោកយាងនៅថ្ងៃអនាគតប្រសិនបើមានអ្វីអ្នកត្រូវការបងប្រុសនេះគ្រាន់តែនិយាយមួយម៉ាត់ខ្ញុំប្រកាសជាទៅទីនោះភ្លាមឡាំធានកាន់ស្រោមសម្បត្តិក្រហមដើរមកមុខខ្ញុំយ៉ាងស្ងៀមស្ងាត់ហើយអន់ក្បាលយ៉ាងជ្រាលជ្រៅលោកយាងខ្ញុំសុំទោសនិងអរគុណក្រឡេកមើលរូបរាងដ៏ស្មោះរបស់ឡាមហ្វែនខ្ញុំបានទេស្មារបស់គាត់មិនអីទេញ៉ាំមួយក្តាប់តូចឆ្លាតជាងមុនបន្តិចចាប់ពីពេលនេះទៅការបើកបរដោយប្រុងប្រយ័ត្នគឺសំខាន់ជាងអ្វីទាំងអស់ខ្ញុំដឹងហើយលោកយាងខ្ញុំនឹងផ្លាស់ប្ដូរវានៅពេលក្រោយទីបំផុតបញ្ហាត្រូវបានដោះស្រាយខ្ញុំបានបដិសេធយ៉ាងម៉ឺងម៉ាត់ការផ្ដល់ជូនរបស់ហ៊ីខែនខកក្នុងការអញ្ជើញពួកយើងមកទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ខ្ញុំត្រៀមខ្លួនទៅផ្ទះងូតទឹកក្តៅហើយគេងលក់ស្រួលប៉ុន្តែមុននឹងត្រឡប់ទៅផ្ទះវិញពេលខ្ញុំទៅដល់ទីវគឿងកំពុងដេកលើគ្រែពេទ្យផឹកបបរមួយចានដែលប្រពន្ធគាត់ចម្អិនទោះបីជារាងកាយរបស់ខ្ញុំស្រកទម្ងន់ក៏ដោយប៉ុន្តែស្មារតីរបស់ខ្ញុំកាន់តែប្រសើរជាងមុនលោកយាងអ្នកនៅទីនេះដេកនៅស្ងៀមកុំរើចេញសម្រាកឲ្យបានឆាប់លោកយាងប្រញាប់អង្គុយចុះលើកនេះខ្ញុំសំណាងណាស់ដែលមានអ្នកលោកយាងប្រពន្ធខ្ញុំប្រាប់ខ្ញុំគ្រប់យ៉ាងខ្ញុំពិតជាមិនចាំថាមានអ្វីកើតឡើងនៅតាមផ្លូវទេខ្ញុំគ្រាន់តែចាំថាវាហាក់ដូចជាខ្ញុំសុបិនគ្រប់ពេលក្នុងសុបិនរបស់ខ្ញុំមានមនុស្សជាច្រើនបានលួចរថយន្តរបស់ខ្ញុំហើយខ្ញុំមិនអាចរក្សាវាបានឡើយទោះបីជាមានបញ្ហាអ្វីក៏ដោយជាសំណាងល្អក្រោយមកក្នុងសុបិនដែលគាត់បានមក
ខ្ញុំបាននិយាយអ្វីដែលមិនសមហេតុសមផលតើអ្នកអាចចូលក្នុងសុបិនរបស់ខ្ញុំដោយរបៀបណាខ្ញុំហត់ណាស់សម្ពាធខ្លាំងពេកប្រហែលប៉ុន្តែលោកយាងខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំមិនបានបុកពីមុខរថយន្តរបស់ខ្លួនឯងទេខ្ញុំចាំថាវាហាក់ដូចជាខ្ញុំកំពុងព្យាយាមគេចពីអ្វីមួយដូច្នេះខ្ញុំក៏ធ្លាក់ចូលទៅក្នុងនោះមិនអីទេចប់ហើយកុំគិតពីវាទៀតឡានត្រូវបានគេជួសជុលហើយមនុស្សមិនអីទេនោះជាសំណាងណាស់នៅពេលបាក់បោសូមយកចិត្តទុកដាក់នៅពេលក្រោយខ្ញុំដឹងលោកយាងខ្ញុំបានអង្គុយនិយាយជាមួយជីខងមួយសន្ទុះទៀតដោយឃើញថាគាត់ពិតជាមិនមានអ្វីត្រូវបារម្ភទេខ្ញុំបានចាក់ចេញពីមន្ទីរពេទ្យដោយភាពស្ងប់ស្ងាត់នៅតាមផ្លូវទៅផ្ទះខ្ញុំបានទទួលការហៅទូរស័ព្ទដែលមិននឹកស្មានដល់តើលីវមានរឿងអីខ្ញុំមិនបានប្រាប់អ្នកឲ្យទៅផ្ទះសម្រាប់មួយចំនួនឬលោកទ្រីងមិនដឹងទេមានអ្វីមួយកើតឡើងឡាមហ្វែនគាត់ហាក់មានបញ្ហាទៀតហើយប្រាប់ខ្ញុំឲ្យច្បាស់តើមានអ្វីកើតឡើងពេលដងខ្ញុំរឹតតែខ្លាំងភាពងុយគេងនិងអស់កម្លាំងភ្លាមបានបាត់ដោយគ្មានដានលោកលូកុំភ័យអីនិយាយយឺតឡាមធានមានរឿងអីតើអ្នកនៅណាយើងនៅក្រុមហ៊ុនទើបលោកលីប្រាប់ឲ្យយករថយន្តមកថែទាំជាលទ្ធផលពេលគាត់បើកឡានមកផ្ទះខ្ញុំឃើញគាត់តែម្នាក់ឯងនិយាយទៅកាន់កៅអីអ្នកដំណើរដោយគ្មានអ្នកណាម្នាក់មើលមុខនិយាយទាំងសើចមើលទៅគួរឲ្យព្រឺក្បាលខ្លាំងណាស់តើអ្នកបានមើលយ៉ាងជិតស្និទ្ធទេតើពិតជាមិនមានអ្នកនៅក្នុងកៅអីអ្នកដំណើរមែនទេ100ពិតខ្ញុំបានទូរស័ព្ទទៅគាត់ជាច្រើនម៉ោងប៉ុន្តែគាត់មិនមានប្រតិកម្មអ្វីតតែសោះគ្រាន់តែរអ៊ូដាក់ខ្លួនឯងបែបនោះលោកយាងប្រាប់ខ្ញុំមកតើគាត់តាមទៅផ្ទះដោយរឿងអ្វីពេលត្រឡប់មកវិញគាត់នៅតែធម្មតាទេនៅពេលដែលឡាមហ្វែនត្រឡប់មកវិញវាជារឿងធម្មតាណាស់វាអាចនិយាយបានថាគាត់បានឆ្លងកាត់ការផ្លាស់ប្ដូរគ្រោះថ្នាក់នៅយប់នោះល្មមធ្វើឲ្យគាត់នៅឆ្ងាយពីរឿងទាំងនេះលុះត្រាតែអ្វីដែលដើរតាមគាត់មិនមែនជាអ្វីដែលគាត់បានជួបប្រទះនៅលើផ្លូវនោះទេរំពេចនោះខ្ញុំនឹកឃើញសម្លេងអាតកំបាំងក្នុងបន្ទប់ទឹកដែលលបួងឡាមហ្វែនហើយធ្វើឲ្យគាត់ដើរខុសតើវាអាចទៅរួចទេលោកលូស្ដាប់ខ្ញុំចុះកុំធ្វើអ្វីឥឡូវនេះកុំរំខានគាត់គ្រាន់តែធ្វើពុតជាមិនឃើញអ្វីទាំងអស់រកលេសដើម្បីចាក់ចេញពីក្រុមហ៊ុននៅឲ្យឆ្ងាយពីគាត់ខ្ញុំនឹងទៅទីនោះឥឡូវនេះបាទលោកយាងសូមប្រញាប់ឡើងខ្ញុំបានជួភ្លាមប្រាប់អ្នកបើកបរឲ្យបើកក្នុងល្បឿនលឿនបំផុតដើម្បីទៅដល់ក្រុមហ៊ុនលីគៀនខ្វឹកហាក់ដូចជាគោលដៅរបស់ខ្មាំងតាំងពីដើមមកមិនមែនជាព្រះពុទ្ធបដិមាទេគឺជាមនុស្សដឹកព្រះពុទ្ធបដិមាទីបំផុតតើគាត់មានគោលបំណងអ្វីហើយអ្វីបានជាអ្នកបន្តកំណត់គោលដៅរថយន្តក្រុងរបស់យើងមួយវិញទៀតតើការស្លាប់របស់ខូថេងពិតជាគ្រាន់តែជាឧបទ្ទហេតុទេនៅពេលនេះនៅជ្រុងម្ខាងនៃភ្នែករបស់ខ្ញុំហាក់បីដូចជាឃើញស្រមោលរបស់មនុស្សដែលធ្លាប់ស្គាល់ម្នាក់ឈរក្បែររនាំងផ្លូវ highway ខ្ញុំងាកក្បាលទៅមើលយ៉ាងលឿនប៉ុន្តែគ្មានអ្នកណានៅទីនោះទេខ្ញុំកាន់រំពាត់យ៉ាងតឹងនៅចង្កេះសម្លឹងទៅផ្លូវខាងមុខភ្នែករបស់ខ្ញុំតាំងចិត្តយ៉ាងខ្លាំងអ្នកជាអ្នកណាក៏ដោយគ្រាន់តែតម្រង់មកខ្ញុំឈ្មោះថែនយាងសូមបន្តឡានតាក់ស៊ីបានបើកយ៉ាងលឿនទៅក្រុមហ៊ុនរបស់ឡៃខែនខកឡាមហ្វែននិយាយតែម្នាក់ឯងទៅកាន់កៅអីទេនេះពិតជាមិនមែនជាប្រផ្នូលល្អទេភ្លាមនោះខ្ញុំបានទៅដល់ក្រុមហ៊ុនគ្រាន់តែឃើញលោកលីវនិងឡៃខែនខកលាក់ខ្លួននៅមាត់ទ្វារការិយាល័យដោយក្រឡេកមើលជុំវិញមុខរបស់ពួកគេពណ៌ជាងក្រដាសលោកយាងទីបំផុតអ្នកបានមកដល់ហើយមើលឲ្យលឿនខ្ញុំមើលទៅក្នុងទីដៅដែលគាត់បានចង្អុលទៅឃើញតែឡាមហ្វែនអង្គុយក្នុងកាប៊ីនយន្តហោះនិយាយទៅកាន់កៅអីអ្នកដំណើរទេដោយមានស្នាមញញឹមចម្លែកនៅលើមុខរបស់គាត់ឃើញទេនេះជាយាងមែនអត់ប៉ុន្តែកុំបារម្ភទោះគាត់ខ្លាំងប៉ុណ្ណាក៏ដោយលើកនេះគាត់នឹងធ្លាក់មកក្នុងដៃយើងលោកយាងគាត់មានបញ្ហាអ្វីជាមួយគាត់ជាក់ស្ដែងគ្មាននរណាម្នាក់នៅក្នុងកៅអីអ្នកដំណើរនោះទេអ្នកទាំងពីរស្នាក់នៅទីនេះកុំរញ៉េញ៉ៃទុកឲ្យខ្ញុំទៅមើលថាមានអ្វីកើតឡើងខ្ញុំដកដង្ហើមធំហើយដើរមួយជំហានឆ្ពោះទៅកាន់ឡាននិយាយអីក៏សប្បាយម្ល៉េះឡាមហ្វែនងាកក្បាលមកមើលខ្ញុំដោយភ្នែកទេទាំងនោះហើយនិយាយថានេះមិនមែនជាលោកថែនយ៉ាងដ៏ល្បីមែនទេតើមានអ្វីខុសតើថ្ងៃនៃការលួងលោមរបស់ខូទាំងចិត្តមកដល់ហើយឬនៅតើអ្នកមករកគាត់ដើម្បីពិនិត្យមើលរឿងចាស់ទេតើរឿងនេះដឹងដោយរបៀបណាខូថាញ់អាចថាគាត់ដឹងថាគាត់មកទេឡាញ់ហ្វែននេះត្រូវបានគ្រប់គ្រងនៅចំពោះមុខភ្នែករបស់គាត់មិនមែនជាអ្វីដែលគាត់បានជួបប្រទះនៅលើផ្លូវនោះទេគោលដៅតាំងពីដើមមកគឺខ្ញុំតើអ្នកជាអ្វីឲ្យប្រាកដតើខ្ញុំជានរណាខ្ញុំជាមនុស្សចិត្តល្អខ្ញុំជាអ្នកប្រមានក្មេងល្ងងនេះនៅតំបន់សេវាឲ្យគាត់ដឹងថាគាត់ត្រូវគ្រួសារគាត់បៀតបៀនខ្ញុំក៏ណែនាំគាត់ឲ្យយកព្រះពុទ្ធបដិមាទៅផ្ទះបើមិនដូច្នេះទេតើលោកថែនយ៉ាងនឹងមានឱកាសចុះទៅលើផ្លូវនេះទៀតយ៉ាងណាអ្នកកំពុងកុហកតើខ្ញុំធ្វើបាបគាត់នៅពេលណាលោកលីគុំធ្លាក់ក្នុងអន្ទាក់អីគាត់ខំធ្វើឲ្យយើងខឹងរឿងនេះមានតវិជ្ជាច្បាស់លាស់គ្រប់ប្រយោគប៉ះបេះដូងវាមិនមែនជាវិញ្ញាណអាក្រក់ធម្មតាទេនៅពីក្រោយវាច្បាស់ជាមានអ្នកទាញខ្សែអ្នកបានចំណាយកម្លាំងខ្លាំងណាស់ដើម្បីយកព្រះកាយរបស់ព្រះពុទ្ធមកវិញហើយថែមទាំងបានលបួងខ្ញុំតាមផ្លូវរបស់អ្នកទៀតផងទីបំផុតតើអ្នកចង់ធ្វើអ្វីមកពីព្រះពុទ្ធរូបនោះឬទេមិនមែនទេវត្ថុនោះជាកំណប់ប៉ុន្តែសម្រាប់ខ្ញុំវាមិនគួរឲ្យចាប់អារម្មណ៍ដោយការសម្លឹងមើលអ្នក
ថែនយាងធ្លាក់ក្នុងភាពអស់សង្ឃឹមម្ដងទៀតខ្ញុំចង់ឲ្យអ្នកភ្លក់អារម្មណ៍ដូចខូហ្វេងត្រូវបានទាញបន្តិចម្ដងចូលទៅក្នុងទីជ្រៅបំផុតនៅលើផ្លូវដែលខ្ញុំទុកចិត្តបំផុតអារម្មណ៍ចុងក្រោយគឺទាំងមនុស្សនិងរថយន្តកំពុងរលួយក្នុងភពតើវាដោយសារតែអ្នកមិនល្អចំពោះអ្វីដែលខូហ្វេងបាននិយាយនៅឆ្នាំនោះស្មានយ៉ាងណាបើចង់ដឹងចម្លើយទៅរកវាដោយខ្លួនឯងតំបន់ដឹកជញ្ជូនថេហ្គីយ៉ូជាកន្លែងដែលខូហ្វេងបោះជំរំការដឹកជញ្ជូនចុងក្រោយរបស់គាត់មិនបានលាក់បាំងការភ្ញាក់ផ្អើលជាច្រើននៅទីនោះទេនិយាយចប់ឡើងធានស្រាប់តែស្ពឹកស្រពន់ដោយគំនោភក់ធ្លាក់មកលើកៅអីអ្នកបើកបរសន្លប់ភ្លាមខ្ញុំក៏ទាញទ្វារឡានបើកភ្លាមដើម្បីពិនិត្យមើលស្ថានភាពប៉ុន្តែមួយសន្ទុះដៃខ្ញុំទៅប៉ះដៃទ្វារស្រាប់តែមានកម្លាំងខ្លាំងមួយហូរចេញពីខាងក្នុងឡានរុញខ្ញុំចេញមកក្រៅខ្ញុំរៀបនឹងចេញហើយឯងមិនហ៊ានលេងសើចអីទេប្រសិនបើខ្ញុំចាប់អ្នកខ្ញុំនឹងបង្ហាញដៃរបស់អ្នកលោកលូលីខៃនខកនិងខ្ញុំបានដឹកឡាមហ្វែនដែលសន្លប់ទៅក្នុងការិយាល័យខ្ញុំពិនិត្យបន្តិចគាត់ហត់ហើយដួលសន្លប់មិនមានអ្វីគួរឲ្យព្រួយបារម្ភលោកយ៉េងតើមានរឿងអ្វីតើរឿងនោះបាត់ហើយឬនៅតើវានឹងត្រឡប់មករកឡាមធានវិញទេទៅឥឡូវហើយគោដែលលើកនេះគឺខ្ញុំឡាមហ្វែនគ្រាន់តែជាឧបករណ៍ដែលត្រូវគេកេងប្រវ័ញ្ចប៉ុណ្ណោះលោកយ៉េងវាជាការតាំងពីពណ៌ពុស្តភាលោកខាងលិចឬអ្វីមួយតើយើងពិតជាត្រូវទៅមែនទេស្ដាប់ទៅដូចជាអន្ទាក់សម្រាប់អ្នករឿងនេះច្បាស់ជាចង់តាក់ទាញអ្នកនៅទីនោះទោះបីវាជាអន្ទាក់ក៏ដោយអ្នកត្រូវតែទៅខូវែងជាបងប្រុសរបស់ខ្ញុំទោះជាគាត់ទៅថ្ងៃអនាគតក៏មិនច្បាស់ដែរខ្ញុំត្រូវសងសត្រូវទាំងនេះម្នាក់ពេលឡៃខៃនខកឬខ្ញុំនិយាយថាចង់ទៅគាត់ក៏អស់សង្ឃឹមខ្ញុំទៅជាមួយអ្នករឿងនេះមានប្រភពមកពីរូបខ្ញុំមិនអាចឲ្យអ្នកចេញទៅក្រៅតែម្នាក់ឯងលើសពីនេះមនុស្សម្នាក់ទៀតមានន័យថាភ្នែកមួយគូទៀតរួមទាំងខ្ញុំផងដែរប្រសិនបើមិនមែនសម្រាប់លោកយ៉េងក្នុងឆ្នាំនោះទេលុយសម្រាប់ការវះកាត់របស់ប្រពន្ធខ្ញុំនឹងមិនគ្រប់គ្រាន់ទេជីវិតនេះត្រូវបានផ្ដល់ឲ្យដោយអ្នកឥឡូវនេះខ្ញុំត្រូវការម្ចាស់ចាស់របស់ខ្ញុំនឹងមិននិយាយអ្វីទាំងអស់គឺពេលនេះឡាមធានកំពុងដេកលើសាឡុងភ្ញាក់បន្តិចម្ដងគាត់អោនថ្ងាសឈឺហើយមើលមកខ្ញុំដោយទឹកមុខងឿងឆ្ងល់ខ្ញុំមានបញ្ហាអ្វីខ្ញុំមិនបើកឡានទេលោកយ៉េងហេតុអ្វីបានជាមនុស្សមើលមកខ្ញុំបែបនេះចូលប្រាប់គាត់ពីអ្វីដែលបានកើតឡើងហើយគ្រាន់តែប្រាប់គាត់តែម្ដងក្រោយពីបានឬដូច្នេះទឹកមុខរបស់ឡាមហ្វែនប្រែទៅជាស្លេកស្លាំងហើយគាត់ភ័យខ្លាចរហូតដល់ញ័រខ្លួនខ្ញុំបានធ្វើបាបអ្នកជីខំឥឡូវនេះខ្ញុំចង់ធ្វើបាបអ្នកម្ដងទៀតលោកយ៉េងខ្ញុំសុំទោសដែលនិយាយពាក្យទាំងនេះឥឡូវនេះគ្មានប្រយោជន៍ទេអ្នកគួរសម្រាប់ឲ្យបានល្អកុំបារម្ភពីរឿងនេះទៀតអីអត់ទេលោកយ៉េងខ្ញុំចង់ទៅដែរខ្ញុំត្រូវបានគាត់យកចំណេញខ្ញុំត្រូវរីកាពីការស្អប់នេះដោយខ្លួនឯងទោះបីខ្ញុំនៅទីនោះក៏ដោយខ្ញុំសុខចិត្តក្រឡេកមើលរូបរាងរបស់ឡាមហ្វែនទោះជាមានអ្វីគ្រប់យ៉ាងក៏ដោយខ្ញុំមកក្បាលចុះបន្ទាប់ពីទាំងអស់មានឧបសគ្គដែលគាត់ត្រូវជំនះដោយខ្លួនឯងឡៃខេនខកបានបើកឡានយើងទាំង3នាក់ត្រង់ទៅឃ្លាំងនៅជីក្រុងខាងលិចដែលមានទីតាំងនៅគែមទីក្រុងដែលជាកន្លែងចែកចាយទំនិញដ៏ធំបំផុតរបស់ទីក្រុងក្រោយមករួមជាមួយនឹងការរៀបចំផែនការតំបន់ទីក្រុងថ្មីកន្លែងនេះបានធ្លាក់ចុះជាបន្តបន្ទាប់លោកយ៉េងប្រាប់ខ្ញុំថាកន្លែងនេះមានសុវត្ថិភាពនៅពេលថ្ងៃហើយគ្មានអ្វីកើតឡើងទេមែនទេមីងមកគាំទ្រទឹកមកដេកស្ទះកុំខ្លាចខ្លួនឯងទៀតខ្ញុំបានសាកសួររួចហើយទោះបីឃ្លាំងនេះចាស់ប៉ុន្តែនៅមានក្រុមហ៊ុនមួយចំនួនកំពុងដំណើរការវាមិនមែនជាកន្លែងដែលគេបោះបង់ចោលទាំងស្រុងនោះទេក្រុមហ៊ុនដឹកជញ្ជូន FedEx ដែល Khofeng សហការជាមួយនៅឆ្នាំនោះនៅតែមានប៉ុន្តែបានផ្លាស់ប្ដូរកម្មសិទ្ធិតាំងពីយូរយារណាស់មកហើយដូច្នេះយើងមកដល់ក្រុមហ៊ុនដឹកជញ្ជូន FedEx យ៉ាងលឿនរថយន្តបានបើកចូលទៅក្នុងតំបន់ឃ្លាំងយើងបានរកឃើញសញ្ញាក្រុមហ៊ុនដឹកជញ្ជូន FedEx យ៉ាងងាយស្រួលបុរសវ័យកណ្ដាលម្នាក់បានទទួលយើងគាត់គឺជាចៅហ្វាយបច្ចុប្បន្នកំពុងរកមើលប្រវត្តិរូបរបស់ Khofeng តើរឿងនោះមានរយៈពេលប៉ុន្មានហើយបើអ្នកស្លាប់បំណុលរបស់អ្នកនឹងរលីបាត់ហេតុអ្វីបានជាអ្នកស្វែងរកគាត់តើប៉ូលីសមិនស៊ើបអង្កេតទេនៅឆ្នាំនោះបើកបោពេលនឿយហត់គ្រោះថ្នាក់ឯកតោភីគីចៅហ្វាយឲ្យជួយខ្ញុំផងយើងមិននៅទីនេះដើម្បីបង្កបញ្ហាទេយើងគ្រាន់តែជាគ្រួសាររបស់គាត់ប៉ុណ្ណោះសូមឲ្យយើងមកមើលកន្លែងធ្វើការចុងក្រោយរបស់គាត់ការយកវត្ថុខ្លះដែលគាត់បន្សល់ទុកក៏អាចចាត់ទុកជាវត្ថុអនុស្សាវរីយ៍បន្តិចបន្តួចដែរមិនមានអ្វីខុសទេនៅពេលចាស់អ្នកឃើញទេវាប្រែជាដូចនេះរឿងចាស់គឺដូចខ្យល់ឯកសារទាំងអស់នៅជាន់ខាងលើឃ្លាំងត្រូវបានគ្របដណ្ដប់ដោយធូលីអ្នកទៅរកវាដោយខ្លួនឯងខ្ញុំហត់នឹងវានេះជាកន្លេសប្រសិនបើអ្នករកឃើញវត្ថុនោះគ្រាន់តែទុកវានៅទីនេះខ្ញុំបានយកសោហើយនាំពួកគេទាំង3ទៅជាន់ទី2វាមានរយៈពេលជាច្រើនឆ្នាំហើយចាប់តាំងពីកន្លែងនេះត្រូវបានសម្អាតឃ្លាំងនោះពោពេញទៅដោយទូដាក់ឯកសារដែកដែលមានកម្ពស់កន្លះមនុស្សយើងបំបែកគ្នាដើម្បីស្វែងរកអ្នករាល់គ្នាដែលមកទីនេះប្រហែលជានៅទីនេះពួកគេទាំង3បានភ័យខ្លាចភ្លាមឡៃខេនខបដកទូរស័ព្ទចេញហើយបើកពើដើម្បីចាំងនៅខាងក្នុងយើងបានឃើញថានៅខាងក្នុងមានថង់ឯកសារធ្វើពីក្រដាសគោដែលត្រូវបានសរសេរពាក្យហ្វេងទាំងពីរជាអក្សរសរសេរដោយប្រើក្រវ៉ាត់កុំឲ្យខ្ញុំប៉ះវាខ្ញុំបានយកស្រោមដៃពណ៌ស្មួយគូចេញពីហោប៉ៅរបស់ខ្ញុំហើយដាក់វានៅលើ
បន្ទាប់មកដោយប្រុងប្រយ័ត្នបន្តិចម្ដងយកថង់ឯកសារនោះចេញខ្ញុំបានបើកវាដើម្បីមើលបន្ថែមពីលើការប្រកាសព័ត៌មានផ្ទាល់ខ្លួននិងកិច្ចសន្យាការងារក៏មានវិក្កយបត្រនៃការដាក់ប្រាក់ផងដែរនេះគឺជាការដឹកជញ្ជូនចុងក្រោយរបស់ Khofang ស្ថានីយ៍ព្រៃឈើស្ថិតនៅលើជម្រាលដ៏ចោតមិនដែលឮពីកន្លែងនេះពីមុនមកទេជម្រាលនៃព្រលឹងគឺជាផ្លូវដែលបោះបង់ចោលនៅភាគខាងលិចនៃទីក្រុងនោះកន្លងមកគ្រោះថ្នាក់កើតឡើងជាញឹកញាប់តាំងពីសាងសង់ផ្លូវថ្មីមកគ្មានអ្នកប្រើប្រាស់ទៀតទេលោកយាងសូមមើលហត្ថលេខារបស់អ្នកទទួលបន្ទុកនេះខ្ញុំបានក្រឡេកមើលយ៉ាងជិតហើយឃើញថាអ្នកជាប់គុកបានចុះហត្ថលេខាពីរពាក្យដរាបណានាគនិងហ្វូនីក្រមហើយថែមទាំងបានបិទត្រាផ្ទាល់ខ្លួនជាមួយនឹងការរចនាប្លែកលោកយាងឆ្នាំមុនដែលអ្នកនឹងKhofangទាស់ទែងគ្នាមានបរិះខ្ពស់និងស្គមដែលតែងតែស្វែងរកគាត់ឈ្មោះហ្វឹងវ៉ែងពេលចាស់លឺនិយាយបែបនេះរូបភាពព្រិលក៏លេចឡើងក្នុងចិត្តខ្ញុំភ្លាមបុគ្គលនោះឈ្មោះភួងវៀនជាអ្នកបើកឡានដឹកដីផ្លូវឆ្ងាយមានរូបរាងចម្លែកស្គាល់និកាយច្រើនហើយមានជំនាញក្នុងការទទួលបញ្ជាពិសេសដែលអ្នកដទៃមិនហ៊ានទទួលក្រោយមក Khofang ចាប់ចិត្តនឹងរឿងឆ្វេងនិយមដោយសារឥទ្ធិពលរបស់គាត់តើវាអាចទៅរួចទេដែលថាសម្លេងដែលធ្វើឲ្យលែងហ្វែនចាប់អារម្មណ៍នៅក្នុងបន្ទប់សម្រាកនៅចំណុចឈប់សម្រាកត្រូវបានផ្ដល់ឲ្យគាត់ដោយហ្វឹងវ៉ែងនៅពេលនោះក្រដាសប្រាក់តូចមួយបានធ្លាក់ចេញពីកាបូបឯកសារខ្ញុំបានយកវាមកមើលខាងលើគឺជាការសរសេរដៃរបស់ Khofang គាត់កុហកខ្ញុំនេះមិនមែនសំដៅលើចេតនាសម្រាប់អព្យាក្រឹតទេវាជាការផ្លាស់ប្ដូរជីវិតភូមិវៀនអ្នកនឹងមិនត្រូវបានគេធ្វើដោយសប្បុរសទេដោយឃើញពាក្យផ្លាស់ប្ដូរជីវិតយើងទាំងអស់គ្នាដកដង្ហើមខ្យល់ត្រជាក់រំពេចនោះក៏មានសម្លេងផ្ទុះហើយទ្វារឃ្លាំងត្រូវបានបិទដោយខ្យល់បក់ខ្លាំងហេតុអ្វីបានជាទ្វារបិទដោយខ្លួនឯងមិនអាចបើកបានទេទ្វារត្រូវបានចាក់សោភូមិវៀនអន់ខាងសម្ដែងទេគាត់ចង់ចាក់សោយើងនៅទីនេះកុំភ័យអីនេះគ្រាន់តែជាឃ្លាំងចាស់ប៉ុណ្ណោះមើលថាតើមានច្រកចេញមួយទៀតឬអត់យើងបានបំបែកជាសកម្មភាពភ្លាមប៉ុន្តែឃ្លាំងនេះប្រៀបដូចជាប្រអប់ដែកបិទជិតនៅខាងក្រៅទ្វារធំត្រូវបានចាក់សោយ៉ាងតឹងរឹងដោយមានតែបង្អួចតូចមួយដែលគ្រប់ដោយដែកទូរស័ព្ទមិនមានសញ្ញានិងមិនអាចហៅចេញបានទេនៅពេលនេះភ្លើងក្នុងឃ្លាំងស្រាប់តែឆាប់ឆេះយ៉ាងអាណោចអាថមរាល់ពេលដែលភ្លើងរលត់យើងមានអារម្មណ៍ថាសីតុណ្ហភាពជុំវិញធ្លាក់ចុះភ្លាមនោះសំឡេងត្រជាក់បានបន្លឺឡើងពីគ្រប់ទិសទីជាសំឡេងដដែលដែលបានចូលក្នុងខ្លួនរបស់ឡែមហ្វែនពីមុនមកឆាន់ជាងតើអ្នកបានរកឃើញការភ្ញាក់ផ្អើលដែលខ្ញុំមានសម្រាប់អ្នកហើយឬនៅលោកជា Khofang សំបីតែពេលគាត់មកដល់គាត់នៅតែគិតថាខ្ញុំកំពុងជួយគាត់បញ្ច្រាស់ពីសំណាងអាក្រក់របស់គាត់ប៉ុន្តែគាត់មិនដឹងថាគាត់គ្រាន់តែជាថ្លៃសេវាដែលខ្ញុំផ្ដល់ជូនដល់ផ្លូវនេះទេភូមិវៀនមកទីនេះដើម្បីខ្ញុំហេតុអ្វីខ្ញុំត្រូវចេញទៅក្រៅតើវាមិនគួរឲ្យចាប់អារម្មណ៍ជាងនេះទេក្នុងការមើលអ្នកយឺតយ៉ាវដូចជាត្រូវបានចាក់សោនៅក្នុងទ្រុងឆ្នាំនោះបើមិនមែនអ្នកធ្វើពុតជាអ្នកថ្លៃថ្នូរហើយបិទផ្លូវខ្ញុំតើខូថាញ់អាចបញ្ឈប់ខ្ញុំដោយរបៀបណាយ៉ាងណាមិញវាគឺជាអ្នកដែលបានធ្វើបាបគាត់តើអ្នកចង់បានអ្វីនៅទីបញ្ចប់នៅម៉ោង12យប់នោះអ្នកឯងបើកឡានដឹកទំនិញដ៏មានតម្លៃនោះធ្វើដំណើរពីដើមដល់ចប់ប្រសិនបើអ្នកអាចរស់បានភាពអាអន់ចិត្តរវាងពួកយើងនឹងត្រូវលុបចោលហើយបើអ្នកស្លាប់នៅទីនោះចុះទៅនៅជាមួយក្រុមហ៊ុន Khofang ក្រោយពីនិយាយប្រយោគនេះសំឡេងនោះក៏បាត់ភ្លាមភ្លើងក្នុងឃ្លាំងក៏វិលមកធម្មតាវិញដូចជាមិនមានអ្វីកើតឡើងប៉ុន្តែយើងទាំងអស់គ្នាដឹងហើយបញ្ហាប្រឈមត្រូវបានចេញហ្វឹងវ៉ែនគាត់ចង់ដោះស្រាយរឿងជាមួយខ្ញុំនៅកន្លែងដែល Khofang ស្លាប់មិនអីទេខ្ញុំទទួលយកលោកយាងអ្នកឈួតហើយនេះច្បាស់ជាអន្ទាក់បរោះនោះឈ្មោះភឿងច្បាស់ជាបានបង្កើតធានឡាដាណេតនៅលើផ្លូវនោះយើងកំពុងតែរងចាំឲ្យអ្នកដាក់ខ្លួនឯងក្នុងអន្ទាក់យើងមិនអាចធ្វើដោយអន្ទាក់បានទេយើងជាប់នៅទីនេះរកផ្លូវចេញជាមុនសិនរួចបន្តទៅមុខទៀតតោះឲ្យប៉ូលីសបើគាត់ហ៊ានតាំងនឹងយើងគាត់មិនឃុំយើងនៅទីនេះទេគ្រាន់តែរងចាំទ្វារនឹងបើកឆាប់នេះពិតជាមិននឹកស្មានដល់ពេលខ្ញុំនិយាយចប់ភ្លាមថៅកែអ៊ូតមនឹងជិះប្រតិចបានឬនៅខាងក្រៅទ្វារបន្ទាប់មកគឺសំឡេងកូនសោបើកសោហេអ្នកទាំងអស់គ្នាចំណាយពេលពេញមួយថ្ងៃដើម្បីស្វែងរករបស់មួយមែនទេខ្ញុំត្រូវចេញពីការងារទីបំផុតរកឃើញហើយឬនៅយើងមើលមុខគ្នាទៅវិញទៅមកគ្មានអ្នកណានិយាយអ្វីឡើយខ្ញុំបានដើរចេញទៅដោយស្ងៀមស្ងាត់នៅពេលធ្វើដំណើរត្រឡប់មកវិញឡៃខែនខកនិងលោកលាវបាននាំគ្នាណែនាំខ្ញុំដោយចង់ឲ្យខ្ញុំបោះបង់គំនិតឈួតនោះសុភាពនៅការពី10ឆ្នាំមិនទាន់ហួសពេលយើងហៅប៉ូលីសមកចាប់គាត់ល្បិចរបស់គាត់នេះគឺជាអបិយជំនឿសត្វភូមិរួចទៅហើយបូករួមទាំងការធ្វើឃាតដោយចេតនាតើត្រូវរីកាទៅប៉ូលីសយ៉ាងដូចម្ដេចប្រាប់ប៉ូលីសថាមានសម្លេងចាក់សោយើងនៅក្នុងឃ្លាំងណាត់ជួបខ្ញុំដើម្បីលេបត្របាក់ប្រលឹងអ្នកឬយើងគួរនិយាយថាការស្លាប់របស់បងប្រុសខ្ញុំមិនមែនជាឧបទ្ទវហេតុទេប៉ុន្តែជាវេទមន្តអាក្រក់មួយដែលហៅថាការផ្លាស់ប្ដូរវាសនាពាក្យរបស់ខ្ញុំធ្វើឲ្យពួកគេទាំងអស់នៅស្ងៀមរឿងទាំងនេះហួសពីសុខវិនិច្ឆ័យទៅហើយប៉ុន្តែវាជាការពិតដែលអ្នកទៅតែម្នាក់ឯងលោកយាងខ្ញុំនឹងទៅជាមួយអ្នកយើងទាំងអស់គ្នាសម្លឹងមើលនាងដោយការភ្ញាក់ផ្អើលនេះគឺដោយសារតែខ្ញុំភូមិវៀនឆ្លៀតឱកាសពីអ្នកខ្ញុំមិនអាចឲ្យអ្នកប្រឈមមុខតែម្នាក់ឯងបានទេម្យ៉ាងទៀតខ្ញុំក៏មិនចង់ធ្វើជាមនុស្សកំសាក់ទៀតដែរគឺចេះតែស្រែកចេះតែចេះអូសជើងក្រោយ
មិនអីទេតោះទៅជួបបរិសនេះទាំងអស់គ្នាខ្ញុំក៏ចង់ឃើញថាគាត់មានគុណធម៌កម្រិតណានៅពេលដែលអ្នកបានសម្រេចចិត្តប្រយុទ្ធអ្នកមិនអាចប្រយុទ្ធដោយគ្មានការត្រៀមខ្លួនឡើយកេញ្ជ្រោងចំណាស់នោះភងវៀនមានល្បិចច្រើនណាស់ខ្ញុំត្រូវរៀបចំឲ្យបានហ្មត់ចត់ពេលខ្ញុំមកដល់ផ្ទះក្រុមហ៊ុនរឿងដំបូងដែលខ្ញុំធ្វើគឺពិនិត្យឡានរបស់ខ្ញុំលោកលីសូមមេត្តាជួយខ្ញុំផងពិនិត្យរថយន្តខាងក្នុងនិងខាងក្រៅសូមឲ្យខ្ញុំពិនិត្យឲ្យបានហ្មត់ចត់ជាពិសេសហ្វ្រាំងសម្បកកង់និងម៉ាស៊ីនវាសនាមួយមិនត្រូវរលុងទេសូមធានាខ្ញុំនឹងត្រួតពិនិត្យដោយផ្ទាល់ហើយធានាថាវាកាន់តែអាចទុកចិត្តបានជាងរថយន្តថ្មីបន្ទាប់មកខ្ញុំងាកទៅលោកលីម្ដងទៀតលីវចាស់អ្នកមានទំនាក់ទំនងច្រើនជួយខ្ញុំរកអ្វីមួយទី1ចង្កៀងស្ពានលឿងធំបំផុត2ត្រូវតែជាប្រភេទចាស់ដែលស្អិតជាប់នឹងក្រដាសប្រេងទី2ភួងនៃប្រភេទធូបធំជាងគេទី3ក៏សំខាន់បំផុតផងដែរទៅទីផ្សារគ្រឿងទេសដើម្បីជួយខ្ញុំទិញជូសាហុងហ៊ុនហ្គេមកតាមដែលអាចធ្វើបានយល់ហើយខ្ញុំនឹងទៅធ្វើការឥឡូវនេះអ្នកអាចធ្វើច្រើនតាមដែលអ្នកអាចធ្វើបានមុនពេលវាងឹតពួកគេទាំងអស់គ្នាបានទៅធ្វើការក្នុងទីធ្លានោះមានតែឡាមហ្វៃនិងខ្ញុំនៅសល់ទោះបីជាគាត់មានទឹកមុខតាំងចិត្តក៏ដោយក៏កណ្ដាប់ដៃរបស់គាត់នៅតែបង្ហាញពីភាពតានតឹងក្នុងចិត្តរបស់គាត់តើអ្នកខ្លាចទេបន្តិចលោកគួងប្រាប់ខ្ញុំមកតើយើងមានឱកាសឈ្នះប៉ុន្មានលើកនេះឈ្នះ5ចាញ់5តើបរិសនោះឈ្មោះភួងពិតជាមានអំណាចមែនឬឈ្នះទាំង5ចាញ់5ដែលខ្ញុំកំពុងនិយាយមិនមែនមានតែខ្ញុំនិងគាត់ទេគឺគ្រាន់តែជាមនុស្សនិងបិសាចទាំងនោះប៉ុណ្ណោះការបើករទេះរុញអាស្រ័យលើបច្ចេកទេសបទពិសោធន៍និងភាពក្លាហានបរិសម្នាក់នោះហ្វុងហ្គាយចង់ពឹងលើល្បិចកខ្វក់ដើម្បីយកឈ្នះលើខ្ញុំវាមិនងាយស្រួលនោះទេអ្វីដែលយើងទុកចិត្តគឺដៃចង្កូតឈ្នាន់បង្កើនល្បឿននិងឈ្នាន់ហ្វ្រាំងក្រោមជើងនេះខ្ញុំបានទះស្មារបស់ឡាមហ្វែនបន្ទាប់មកយករំពាត់ពណ៌ខ្មៅចេញពីក្នុងរថយន្តហើយប្រគល់ឲ្យគាត់លោកគួងតើនេះសម្រាប់ខ្ញុំទេយកវាយប់នេះអ្នកអង្គុយនៅកៅអីអ្នកដំណើរត្រូវចាំថាមិនថាអ្នកឃើញឬអ្វីទេកុំភ័យស្លន់ស្លោប្រសិនបើអ្នកមានអារម្មណ៍ថាមានអ្វីមួយខុសសូមប្រើរំពាត់នេះវាកន្លែងដែលអ្នកមានអារម្មណ៍ថាខុសវាមិនស្គាល់ខ្មោចនិងព្រះទេវាស្គាល់តែឆន្ទៈក្នុងចិត្តអ្នកប៉ុណ្ណោះវាជាឧបករណ៍សម្រាប់ជួយអ្នកឲ្យកាន់តែក្លាហានឡាមហ្វែនបានទទួលរំពាត់វានោះទម្ងន់របស់វាធ្វើឲ្យគាត់មានអារម្មណ៍ស្ងប់ក្នុងចិត្តភ្លាមពេលវេលាកន្លងផុតទៅយ៉ាងលឿនរហូតដល់ល្ងាចលីគៀនកុកបាននាំយើងទៅជើងភ្នំរួចមិនបន្តទៀតឡើយខ្ញុំរាយការណ៍រឿងនេះទៅប៉ូលីសដោយសម្ងាត់ប្រហែលជាមាននរណាម្នាក់នៅទីនេះរៀបចំការប្រណាំងដ៏គ្រោះថ្នាក់ប៉ូលីសប្រហែលជានឹងមកទីនេះក្នុងពេលឆាប់នេះដើម្បីល្បាតអ្នកប្រកាសជាត្រូវរក្សាសុវត្ថិភាពយើងដឹងពីរបៀបថែរក្សាខ្លួនយើងឆាប់ទៅផ្ទះលោកយាងអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការគឺនៅទីនេះអ្នកត្រូវតែប្រយ័ត្នខ្ញុំមកក្បាលរួចក៏ចូលឡានជាមួយឡាមហ្វែនជាមួយនឹងសម្លេងក្រហមនៃម៉ាស៊ីនយើងបានបើកឡានជាផ្លូវការនៅជំរាលព្រលឹងដ៏ព្រឺព្រួចនេះពេលរថយន្តបើកឡើងលើផ្លូវភ្នំដែលមានខ្យល់បក់ខ្លាំងខ្យល់នៅជុំវិញហាក់ដូចជាត្រជាក់ខ្លាំងជាងមុនលោកយាងផ្លូវនេះខូចណាស់ប្រមូលអារម្មណ៍និងយកចេញនៅអ្វីដែលយើងបានរៀបចំខ្ញុំបានប្រាប់ឡែមហ្វែនឲ្យយកគោមរៀងស្វែពណ៌លឿងធំពីរមកព្យួរនៅកញ្ចក់មើលក្រោយឆ្វេងនិងស្ដាំនៅក្នុងគោមនោះគ្មានភ្លើងអ្វីទេឃើញតែពន្លឺដែលឆ្លុះចេញពីភ្លើងរថយន្តបញ្ចេញពន្លឺពណ៌លឿងស្រអាប់បន្ទាប់មកខ្ញុំចាប់ម្សៅមួយក្តាប់តូចលីជាមួយឈ្មោះឈូសែននិងហងហងហើយបោះវាចេញពីកញ្ចក់រថយន្តដោយបានធ្វើអ្វីទាំងអស់នេះហើយខ្ញុំបានបើកវិទ្យុក្នុងរថយន្តហើយបដូរទៅប៉ុស្តិ៍ដែលមានតែភ្លើងអគ្គិសនីប៉ុណ្ណោះបន្ទាប់មកបង្វែរកម្រិតសំឡេងឡើងដល់កម្រិតខ្ពស់បំផុតភួងវៀនចូលចិត្តលេងល្បិចដោយប្រើសំឡេងបន្ទាប់មកខ្ញុំនឹងប្រើសំឡេងដ៏បរិសុទ្ធបំផុតដើម្បីបំបត្តិសំឡេងរបស់គាត់ចង់លេងហ្គេមដ៏អាក្រក់ខ្ញុំនឹងលេងហ្គេមយុទ្ធធម៌ជាមួយគាត់រថយន្តបានបន្តឡើងចំណោតពេលយើងឆ្លងផុតវេនដ៏មុតស្រួចឡាមហ្វែនភ្លាមនោះក៏ចង្អុលទៅមុខហើយស្រែកទាំងភ័យខ្លាចលោកយាងមើលទៅយ៉ាងលឿនមានមនុស្សម្នាក់នៅខាងមុខផ្លូវគ្រាន់តែឃើញនៅកណ្ដាលផ្លូវខាងមុខមាននារីស្លៀកពាក់សឈោប៉ែខ្នងមកខាងយើងសក់វែងរបស់នាងជ្រុះត្រង់កជើងនាងបានត្រឹមឈរនៅទីនោះយ៉ាងស្ងៀមស្ងាត់មិនបានរើអ្វីទាំងអស់នៅកណ្ដាលវាលរហោស្ថាននេះវាមើលទៅចម្លែកខ្លាំងណាស់តើលោកយាងជាមនុស្សឬជាខ្មោចតើខ្ញុំត្រូវការបញ្ឈប់ឡានទេមិនថាជាមនុស្សឬខ្មោចទេបើហ៊ានបិទផ្លូវខ្ញុំត្រូវត្រៀមខ្លួនឲ្យរលត់ទៅខ្ញុំទើបស្នែងឡានភ្លាមឡាននោះប្រៀបដូចជាសត្វដែកឆ្កួតដែលប្រញាប់ប្រញោលទៅរកស្រមោលនោះរថយន្តបានបើកឆ្លងកាត់កន្លែងបាត់ខ្លួនដោយមិនបានបុកអ្វីទាំងអស់នៅតែបាត់វាជាការបំផន់ពិតគ្រាន់តែជាអាហារសម្រន់ជំនាញតូចរបស់ភឿងវៀនដឹងតែធ្វើពុតជាព្រះនឹងខ្មោចពេលខ្ញុំនិយាយចប់សម្លេងប្រយ័ត្នប្រយែងតាមវិទ្យុស្រាប់តែប្រែប្រួលស្ត្រីម្នាក់ស្រែកទ្រហោយំលីឡំនឹងសម្រែកដ៏រន្ធត់របស់បុរសម្នាក់ស្រាប់តែបន្លឺចេញពីវាគ្មិនឡាមធានចាប់ដៃរបស់គាត់យ៉ាងតឹងមុខរបស់គាត់បង្ហាញការឈឺចាប់ឯងជាល្បិចឆ្កេះឆ្មាហើយឯងនៅហ៊ានបង្ហាញពូថៅដល់ភ្នែកកម្មករទៀតឬ
ខ្ញុំចាប់ធូបព្រះពុទ្ធដ៏ក្រោតក្រៀតដែលនៅជាប់នឹងខ្ញុំហើយប្រើក្បាលគ្រឿងសឹកដីផ្ទាល់ដើម្បីគូសធុងបាសស្រែកឲ្យខ្ញុំស្រែកម្ដងទៀតវាចម្លែកក្នុងការនិយាយជាមួយនឹងរាល់ចលនាដែលខ្ញុំបានធ្វើសំឡេងយំនិងស្រែកដ៏ចម្លែកនោះតាមពិតទៅបន្តិចម្ដងកាន់តែតូចទៅទីបំផុតប្រែទៅជាផ្សែងពណ៌ខៀវដែលបាត់ទៅក្នុងអាកាសភ្លាមនោះស្រមោលខ្មៅធំមួយស្រាប់តែបិទកណ្ដាលផ្លូវរងចាំរហូតដល់ភ្លើងរថយន្តចាំងមកលើយើងអាចឃើញយ៉ាងច្បាស់ថាវាគឺជាថ្មដ៏ធំដែលធ្លាក់ពីលើច្រាំងថ្មចោតវាជាការរអិលបាក់ដីលោកយ៉ែងផ្លូវត្រូវបានបិទមានអ្វីមួយខុសផ្លូវនេះត្រូវបានបោះបង់ចោលជាច្រើនឆ្នាំបើទោះជាមានការបាក់ដីក៏ដោយវាគួរតែដុះពេញដោយស្លែពណ៌បៃតងដែលផ្ទុកនៅដាននៃសំណឹកពីខ្យល់និងភ្លៀងប៉ុន្តែថ្មយៈនេះនៅពីមុខអ្នកកែមុតស្រួចប្រេះស្រាំនៅតែស្រស់មិនដូចថ្មដែលរមៀលចុះតាមធម្មជាតិទៅមុខក៏មិនអាចថយក្រោយដែរតើអ្នកមានអារម្មណ៍យ៉ាងណាដែរនេះជាកន្លែងដែលខូហ្វេងបានធ្លាក់ពីច្រាំងថ្មនៅឆ្នាំនោះខ្ញុំជ្រើសរើសជាពិសេសសម្រាប់អ្នកនៅកន្លែងដែលមានហុងស៊ុយល្អបែបនេះចូលចិត្តខ្ញុំបែរក្បាលទៅមើលក្រោយហើយបានដឹងថាផ្លូវដែលយើងទើបនឹងឆ្លងកាត់ត្រូវបានគ្របដណ្ដប់ដោយអេក្រង់ខ្មៅក្រាស់នៃឆ្អឹងមិនអាចមើលឃើញអ្វីច្បាស់ទៀតទេយើងជាប់ទាំងនៅវេនដ៏គ្រោះថ្នាក់នេះហ្វូងវៀនតស៊ូពេញមួយថ្ងៃតើអ្នកមានតែភាពក្លាហានបន្តិចនេះទេប្រើថ្មដើម្បីបិទផ្លូវអ្នកគិតថាខ្ញុំគួរតែអាចមើលឃើញយ៉ាងច្បាស់នៅពេលខ្ញុំកំពុងបើកបរនេះគឺជាឡានដឹកទំនិញតើអ្នកចង់មានន័យដូចម្ដេចមុនពេលខ្ញុំទៅដល់នោះខ្ញុំនៅតែបើកមាត់ឡាមហ្វែនអង្គុយយ៉ាងរឹងមាំឲ្យគាត់មើលថាតើអ្នកបើកឡានដឹកទំនិញពិតជាយ៉ាងណាខ្ញុំស្រាប់តែបង្វិលចង្កូតហើយចុចសន្ទុះពេញផ្លូវរថយន្តបានបន្លឺសំឡេងខឹងសម្បាមិនបានថយក្រោយទេប៉ុន្តែបានបើកសម្ដៅទៅកាន់រ៉ឺម៉កដែលទុំខ្សោយនៅចិញ្ចើមផ្លូវបានធ្លាក់ចូលទៅក្នុងរនាំងច្រាំងថ្មចោតលោកយ៉េងតើលោកមានគម្រោងធ្វើអ្វីខ្ញុំហៀបនឹងដួលហើយចំណែករថយន្តខាងមុខបានធ្លាក់ពីលើរនាំងក្រឡាប់ពាក់កណ្ដាលខ្លួនរថយន្តធ្លាក់ពីលើច្រាំងថ្មឡាំហ្វែនភ័យខ្លាចប្រលឹងគាត់រត់ទៅឆ្ងាយខណៈដែលទូរថយន្តបានផ្អៀងខ្ញុំក៏បង្វិលចង្កូតខ្លាំងម្ដងទៀតព្រមជាមួយគ្នានោះក៏បានបញ្ចេញសន្ទុះហើយចាប់ហ្វ្រាំងតិចឡានបុកថ្មយៈខ្ញុំអាចមើលកញ្ចក់មើលក្រោយឃើញមុខខូចរូបរាងមិនគួរឲ្យជឿរបស់ហ្វុងវ៉ែនត្រូវបានបង្កើតឡើងដោយឆ្អឹងខ្មៅដោយភាពក្លាហានបន្តិចតើអ្នកនៅតែចង់រៀនពីនរណាម្នាក់និងផ្លាស់ប្ដូរជីវិតរបស់អ្នកមែនទេទៅផ្ទះហើយហាត់20ឆ្នាំទៀតខ្ញុំពេញចិត្តប៉ុន្តែស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងាជើងហើយបើកសម្ដៅទៅច្រាំងថ្មខ្ញុំបន្ទាបក្បាលទៅមើលដៃងឹតមួយលោកចេញពីក្រោមដៃចង្កូតចាប់ដៃចង្កូតយ៉ាងតឹងដៃខ្មៅនោះបានលេចចេញមកភ្លាមខ្ញុំប្រើកម្លាំងអស់ហើយប៉ុន្តែខ្ញុំបានត្រឹមមើលរថយន្តខាងមុខកាន់តែជិតដល់គែមច្រាំងថ្មលោកយាងអនុញ្ញាតឲ្យខ្ញុំទៅនៅពេលដ៏សំខាន់នេះឡាំហ្វែនហាក់មានប្រតិកម្មទាន់ពេលគាត់បានចាប់រំពាត់ប្រលឹងដែលខ្ញុំបានផ្ដល់ឲ្យគាត់វាខ្លាំងនៅក្រោមចង្កូតយកឋានរកចេញពីទីនេះបន្ទាប់ពីការវាយ៉ាងខ្លាំងរបស់គាត់ខ្ញុំស្រាប់តែមានអារម្មណ៍ថាដៃខ្ញុំស្រាលខ្ញុំបានគ្រប់គ្រងចង្កូតឡើងវិញខ្ញុំបានបង្វិលចង្កូតភ្លាមមុនពេលដែលរថយន្តខាងមុខចុះពីច្រាំងថ្មនោះខ្ញុំបានព្យាយាមទាញរថយន្តត្រឡប់ទៅផ្លូវវិញឡាមធាននិងខ្ញុំទាំងពីរដួលលើកៅអីដកដង្ហើមធំក្មេងនេះធ្វើបានល្អណាស់លោកយាងខ្ញុំអាចធ្វើបានខ្ញុំនឹងមិនទាញជើងរបស់អ្នកទេតានជាអង្គមរសាយចិត្តតើអ្នកគិតថានោះជាវាទេខ្ញុំកំពុងប្រាប់អ្នករាល់គ្នាថាគ្មានអ្នកណាម្នាក់នឹងអាចចាក់ចេញពីជំរាវដែលបំផ្លាញប្រលឹងឲ្យនៅរស់ឡើយពេលដែលសំឡេងគាត់ធ្លាក់មកឆ្អឹងខ្មៅនៅជុំវិញយើងចាប់ផ្ដើមវិលយ៉ាងខ្លាំងផ្លូវឆ្លងកាត់ដោយច្របូកច្របល់ទាំងមូលហាក់ដូចជាបានប្រែទៅជាវាលអសុរានៃខ្មោចរាប់រយអង្គុយឲ្យតឹងយើងនឹងប្រញាប់ប្រញ័រត្រង់ទៅកំពូលភ្នំឲ្យខ្ញុំមើលថាតើគាត់ល្អជាងឬប្រសិនបើខ្ញុំជាអ្នកបើកបរប្រសើរជាងខ្ញុំចុចឈ្នាន់អ៊ូស្មានចិត្តនិងអេតឡានបានក្រហមឆ្ពោះទៅទិសដោយលើកំពូលភ្នំដោយចាប់ផ្ដើមបង្កើនល្បឿនចុងក្រោយគ្មានផ្លូវទេនេះមិនអាចទៅរួចទេ My 100 Ghosts មិនខ្លាចភូមិវៀនបើកភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់លោកណែមត្រាញ់បែកឆៃពឹងលើរូបកាយសុចរិតគ្មានខ្មោចក្នុងចិត្តតាមធម្មជាតិលោកមិនខ្លាចអ្វីទាំងអស់តើអ្នកនៅតែចង់ប្រយុទ្ធជាមួយខ្ញុំជាកណ្ដុរដូចអ្នករថយន្តបានបើកលឿនទៅដល់ដីរាបលើកំពូលភ្នំប៉ុន្តែខណៈពេលដែលយើងប្រញាប់ប្រញ័រទៅលើដីរាបស្មើពន្លឺភ្លើងបិទភ្នែកជាច្រើនរំពេចពីខាងមុខបិទបាំងពួកយើងទាំងអស់គ្នាខ្ញុំក៏ជន់ហ្វ្រាំងភ្លាមគ្រាន់តែឃើញបុរសខ្ពស់ស្គមឈរកណ្ដាលផ្លូវកាន់ត្រីវិស័យចម្លែកក្នុងដៃសម្លឹងមកយើងដោយទឹកមុខភ្ញាក់ផ្អើលគឺភូមិវៀនគាត់ច្បាស់ជាមិននឹកស្មានថានឹងមានប៉ូលីសរងចាំគាត់នៅលើកំពូលភ្នំនោះទេភឿងវៀនឃើញរថយន្តប៉ូលីសក៏បើករត់គេចខ្លួនបាត់កុំផ្លាស់ទីអ្នកត្រូវបានហុំព័ទ្ធហ្វុងវ៉ៃនត្រូវបានប៉ូលីសនៅកន្លែងកើតហេតុឡៃខេនខកបានរត់ចេញពីក្រោយរថយន្តប៉ូលីសដោយក្រវីមកយើងទាំងអស់នេះត្រូវបានរៀបចំដោយគាត់ជាមុន
ក្រមផាសតាំងពិតប្រាកដនិងសក្ខីកម្មរបស់យើងហ្វុងវៀនបានអន់ក្បាលហើយសារភាពកំហុសចំពោះការពិតដែលថាគាត់បានឆ្លៀតឱកាសអបិយជំនឿដែលបណ្ដាលឲ្យស្លាប់របស់ខូថាញ់ដោយប្រយោលហើយបានគំរាមម្ដងហើយម្ដងទៀតថាមានគ្រោះថ្នាក់ដល់ជីវិតរបស់យើងប៉ុន្មានថ្ងៃក្រោយមកយើងបានប្រមូលគ្នាញ៉ាំឆ្នាំងក្តៅក្នុងទីធ្លាជីខុងក៏បានជាសះស្បើយនឹងចេញពីមន្ទីរពេទ្យដោយអង្គុយជាមួយពួកយើងឡាមហ្វែនកាន់តែមានភាពថ្លៃថ្នូរដោយអួតប្រាប់លីវចាស់អំពីសមិទ្ធផលវីរភាពរបស់គាត់នៅយប់នោះពេលនោះខ្ញុំគ្រាន់តែគិតថាលោកយាងបានឲ្យខ្ញុំរួចហើយតើខ្ញុំនៅតែខ្លាចទេខ្ញុំបានចាប់វាហើយវាឡាមធានតើអ្នកមានកម្លាំងខ្លាំងទេឥឡូវនេះដោយសារយើងបានធូរស្បើយពីគ្រោះមហន្តរាយប៉ុន្តែក៏ដើម្បីអនាគតភ្លឺស្វាង